រឿងនេះបានចាប់ផ្ដើមពីកុមាររ៉ាម្នាក់បានចូលមករៀននៅក្នុងឆមាសថ្មីដើម្បីជួយមនុស្សថ្មីហើយអ្វីដែលគាត់មិនមាននោះគឺគាត់នឹងក៏អត់មានស្នេហានោះទេដែលសិស្សនៅក្នុងសាលានៅទីនោះគឺសុទ្ធតែមានសង្សារម្នាក់មួយទាំងអស់បន្ទាប់មកគាត់ក៏បានដើរទៅកាន់ថ្នាក់ហើយក៏បានជួបជាមួយនឹងមហាមិត្តរបស់គាត់3នាក់អាប៉ែពាក់វ៉ែនតាមានឈ្មោះថាស៊ីមផេកេហូជាមួយនឹងមីណូរូហើយតួឯកប្រុសរបស់យើងមានឈ្មោះថាជូនីស៊ីមិត្តភ័ក្តិរបស់ពួកគេទាំង3នាក់ហ្នឹងគឺអត់លិតដូចជាជូនីស៊ីអញ្ចឹងហើយមើលនៅក្នុងថ្នាក់ហ្នឹងគឺគេហ្នឹងសុទ្ធតែសម្ញាញ់ថើបគ្នាពេញទៅនឹងស៊ីមផេបាននិយាយថាពួកយើងហ្នឹងគឺបានរៀនមកដល់ឆ្នាំទី2ឯងប៉ុន្តែពួកយើងហ្នឹងនៅតែអត់លិតនៅពេលហ្នឹងក៏មានកុមារីម្នាក់ហ្នឹងបានស្រែកហៅជូនីស៊ីដែលងាប់ឲ្យខ្លួនឡើងកន្ទឿតែអូបាយឡើងធំដែលនាងបានយកម្ហូបដែលម្ដាយជូនីស៊ីបានផ្ញើតាមនាងហ្នឹងមកឲ្យគាត់ហើយនាងក៏បានអរគុណទៅកាន់កុមារីដែលនាងមានឈ្មោះថាណេណេនាងបាននិយាយថាគាត់នឹងយ៉ាប់ណាស់គ្រាន់តែថ្ងៃមុនដំបូងហ្នឹងគឺភ្លេចយកអាហារថ្ងៃត្រង់បាត់ហើយគាត់នឹងក៏បានឌឺដល់វិញថានាងហ្នឹងគឺនៅតូចសោះប៉ុន្តែបានមករៀននៅវិទ្យាល័យនាងបាននិយាយថាអីគេក្មេងបណ្ណាទៀតអូបាយគេឡើងធំប៉ុណ្ណឹងឯងដល់ជូនីស៊ីខ្ជិលនិយាយច្រើនក៏បានដេញឲ្យនាងហ្នឹងត្រឡប់ទៅថ្នាក់រៀនវិញនាងបាននិយាយថាចំនាងខំយកអាហារមកឲ្យថានាងទៀតហើយណែក៏បានចាក់ចេញពីទីហ្នឹងទៅហើយលោកព្រះរបស់យើងទាំង3ក៏បានសួរទៅកាន់ជូនីស៊ីថាតើនាងហ្នឹងគឺជាណាគេជូនីស៊ីបាននិយាយថានាងគឺគ្រាន់តែជាមនុស្សដែលធ្លាប់រស់នៅក្នុងសង្កាត់របស់ខ្ញុំនោះតែប៉ុណ្ណោះហើយពួកគេនឹងគឺបានស្គាល់គ្នានឹងតាំងពីក្មេងម៉េះហើយលើបែបហ្នឹងលោកព្រះរបស់យើងទាំង3ហ្នឹងក៏បានប្រាប់ឲ្យជូនីស៊ីនឹងជួយណែនាំនាងនឹងឲ្យពួកគេផងពីព្រោះថាពួកគេនឹងអត់លិតយូរគណិតមិនក៏ពួកគេនឹងគិតចេញដែរនៅពេលហ្នឹងក៏មានក្មេងស្រីម្នាក់បានស្រែកហៅជូនីស៊ីដែលនាងមានឈ្មោះថាកាស៊ីនាងបាននិយាយថាពួកគេនឹងក៏បានរៀនថ្នាក់ជាមួយនឹងគ្នានោះទេប៉ុន្តែនាងគឺមិនឲ្យកាត់ឡើងដោយការពីឆ្នាំមុននោះឡើយដែលមិនបាននិយាយជាមួយនឹងជូនីស៊ីហើយនាងបាននិយាយថាពួកគេនឹងជួបគ្នានៅក្នុងឆ្នាំក្រោយជាមួយនឹងបន្ទប់ជាមួយនឹងគ្នាពេលហ្នឹងមិត្តភ័ក្តិរបស់កាស៊ីក៏បានហៅនាងដោយបែបហ្នឹងនាងក៏បានប្រាប់ទៅកាន់ជូនីស៊ីថានាងចង់និយាយជាមួយនឹងជូនីស៊ីឲ្យយូរប៉ុន្តែមិត្តរបស់នាងហៅឯងអញ្ចឹងនាងគឺចាក់ចេញពីទីនេះសិននៅពេលហ្នឹងលោកម្ចាស់ស៊ីមផេក៏បាននិយាយទៅកាន់ជូនីស៊ីថាកាស៊ីហ្នឹងគឺស្អាតណាស់តែតោះតែម្យ៉ាងទេគឺភ្នំរៀបហើយឆ្លៀងនិយាយទៀតថាមនុស្សស្រីបែបនេះជាធម្មតាហ្នឹងគឺមានចរិតមិនល្អទេបន្ទាប់មកលោកមិត្តទាំង3នាក់ហ្នឹងក៏បាននាំគ្នាហ្នឹងទៅបើកមើលសភៅប្រឡំលោកមើលដែលមានខ្វល់ពីក្បាលណាគេនៅក្នុងថ្នាក់រៀនហ្នឹងសោះសិស្សនៅក្នុងថ្នាក់គិតថាប៉ែ3នាក់នេះគឺរោគចិត្តហើយប៉ុន្តែលោកព្រះរបស់យើងគឺអត់ខ្វល់នោះទេដោយសារតែពួកគេអត់លិតចង់ណាគេថាអីក៏ថាទៅហើយដែលឃើញថាជូនីស៊ីអត់អីមើលហ្នឹងស៊ីមផេក៏បានហុចសភៅមួយឲ្យជូនីស៊ីមើលដែរទៅខណៈពេលហ្នឹងមានក្មេងស្រីម្នាក់បានមកដល់ទីហ្នឹងនៅពេលបែបហ្នឹងជូនីស៊ីហ្នឹងមានការភ័យស្លន់ខ្លាំងមែនទែនហើយគាត់ហ្នឹងក៏បានទម្លាក់សភៅចុះប៉ុន្តែសភៅហ្នឹងក៏បានធ្លាក់ទៅនៅលើដីជូនីស៊ីក៏បានយកដៃទៅចាប់វាមកវិញប៉ុន្តែក្មេងស្រីម្នាក់ហ្នឹងក៏បានជន់ទៅលើវាក្មេងស្រីម្នាក់ហ្នឹងបាននិយាយថាអត់ចេះយកវាហ្នឹងទៅមើលនៅក្នុងផ្ទះទេពេលហ្នឹងជូនីស៊ីមានការកឹងជាខ្លាំងដែលគាត់នឹងមិនដឹងអីផងដែលត្រូវក្មេងស្រីហ្នឹងថាឲ្យគាត់បន្ទាប់មករឿងមួយនេះក៏បានកាត់ទៅដល់ម៉ោងចេញលេងម្ដងតែលោកព្រះរបស់យើងទាំង3នាក់ហ្នឹងកំពុងតែពិភាក្សាគ្នាអំពីរឿងដែលយូកាណាហ្នឹងលើកជើងនោះអត់បានខ្ពស់ហើយម្នាក់ក្មេងស្រីបាញ់មិញហ្នឹងគឺមានឈ្មោះថាយូកាណាពួកគេបាននិយាយថាប្រសិនបើលើកជើងខ្ពស់ជាងនេះនឹងអែមយ៉ាងណាទេពេលហ្នឹងជូនីស៊ីក៏បានស្រែកទៅកាន់ពួកគេថាដោយសារតែពួកឯងហ្នឹងគឺបានធ្វើឲ្យអ្នកហ្នឹងគឺខឹងមកលើខ្ញុំនៅពេលហ្នឹងស៊ីមផេក៏បានយកសភៅព្រះគម្ពីរចេញមកដែលខេហូបាននិទានរឿងមួយហ្នឹងឲ្យជូនីស៊ីស្ដាប់ដែលធ្វើឲ្យមុខរបស់គាត់ហ្នឹងឡើងក្រហមតែតពេលហ្នឹងជូនីស៊ីក៏បានសម័យនឹកឃើញកាន់ដៃអូនឡើងលើគ្រែម្ដាយហើយគ្រាន់តែជូនីស៊ីគិតសម័យហ្នឹងក៏មានអារម្មណ៍ថាមានក្តីស្លុកប៉ុណ្ណាដែរនៅពេលហ្នឹងស៊ីមផេគឺមានកំណត់មួយដែលបានប្រាប់ទៅកាន់ជូនីស៊ីថាឲ្យគាត់នឹងបួយូកាណានឹងទៅកាន់ក្រៅអូខេទៅហើយដើម្បីលួងលោមនេះបានឲ្យគាត់នៅទៅក្រាបស្ពះអង្វរហើយស៊ីមផេក៏បានសួរទៅកាន់ជូនីស៊ីថាតែគាត់នឹងចង់អស់ព្រមចារាអត់ជូនីស៊ីបាននិយាយថាប្រហែលដែរហ្នឹងហើយបន្ទាប់មកស៊ីមផេក៏បានប្រក់ឲ្យមីណូរូនឹងទៅចាប់ដៃរបស់ជូនីស៊ីហើយគាត់បានប្រកល់សម្បត្តិឲ្យខេហូនឹងយកសម្បត្តិនេះទៅឲ្យយូកាណាដាក់នៅក្នុងទូរបស់នាងតែនឹងគឺជាសម្បត្តិណាត់ជួបយូកាណារឿងនេះក៏បានកាត់ទៅកន្លែងរបស់យូកាណាវិញម្ដងដែលនាងកំពុងតែនៅជាមួយនឹងមិត្តភក្តិរបស់នាងម្នាក់ទៀតមានឈ្មោះថារ៉េងខូយូកាណាបានបើកទូរបស់នាងហើយនាងក៏បានឃើញនៅស្រោមសម្បត្តិមួយនៅពេលដែលនាងបានបើកវារួចនាងក៏បានប្រាប់ទៅកាន់រ៉េងខូថានៅថ្ងៃនេះនាងក៏បានទៅក្រៅអូខេនោះទេពីព្រោះថានាងគឺមានរឿងមួយចំនួនដែលត្រូវធ្វើរ៉េងខូក៏បាននិយាយថាអត់អីចាំលើកក្រោយក៏បានដែរបន្ទាប់មកជូនីស៊ីនិងយូកាណាក៏បានទៅជួបគ្នាជូនីស៊ីមិននឹកស្មានថានាងគឺមកនោះឡើយយូកាណាក៏បានសួរទៅកាន់គាត់ថាតើគាត់នឹងចង់និយាយអីជូនីស៊ីបានសម័យឃើញមហាមិត្តកំពុងតែរុញគាត់នឹងចូលជ្រោះស៊ីមផេបានប្រាប់ទៅកាន់ជូនីស៊ីថាដើម្បីកុហកនាងបានគាត់នឹងគឺត្រូវតែក្រាបនឹងវល់នាងគ្រាន់តែរឿងនឹងបន្តិចសោះក៏បានធ្វើឲ្យជូនីស៊ីនឹងនឹកសម័យកាន់ដៃអូនឡើងលើភ្នំម្ដេចបន្ទាប់មកជូនីស៊ីក៏បានធ្វើអញ្ចឹងមែនដោយការក្រាបថ្វាយបង្គំនាងយកមកដោយគាត់បានសុំទៅកាន់យូកាណាថាឲ្យនាងដើរចេញក្រៅទៅជាមួយនឹងគាត់យូកាណាក៏បានសួរថាតើគាត់នឹងគឺជាម្នាក់ប្រុសដែលមើលរឿងប្រឡំលោកនោះមែននៅពេលនឹងជូនីស៊ីកៀងមកដែលគាត់នឹងគិតថាប្រហែលជាសិស្សដែលនៅក្នុងសាលានេះនឹងសាច់ចំអកទៅកាន់គាត់ហើយប្រហែលជាគ្មានស្រីណាម្នាក់ព្រមចេញទៅខាងក្រៅជាមួយនឹងគាត់ទេប៉ុន្តែទៅនឹងប្លង់ស្អាតដែរនេះជូនីស៊ីនឹងបានស្រឡាញ់ឃើញខោក្នុងរបស់យូកាណា
ហើយជួននេះស៊ីបានសម័យឃើញដឹកដៃអូនឡើងទៅភ្នំទៀតហើយពេលហ្នឹងយូកណាក៏បានសួរទៅកាន់ជួននេះស៊ីថាហេតុអីក៏គាត់នឹងចូលចិត្តនាងជួននេះស៊ីពេលហ្នឹងគៀងមកអត់ដឹងថាគាត់នឹងចូលចិត្តនាងតាណានោះទេនៅពេលហ្នឹងយូកណាក៏បាននិយាយថានាងដឹងគាត់នឹងគឺចង់អស់ព្រហ្មចារារបស់គាត់មែនចុះហើយនិយាយអីក៏ត្រូវប្លង់ដែរនេះយូកណាបាននិយាយថាប្រសិនបើជាអញ្ចឹងមែននាងគឺមិនព្រមចេញជាមួយនឹងគាត់ទេជួននេះស៊ីបាននិយាយថាមែនទេជួននេះស៊ីបានគិតថាប្រសិនជារីរីដឹងដល់នៅក្នុងសាលាប្រហែលជាក្មេងស្រីទាំងអស់ហ្នឹងនាំគ្នារត់ចេញពីគាត់ហើយយូកណាបានប្រាប់ទៅកាន់ជួននេះស៊ីថាឲ្យគាត់នឹងងើបឡើងទៅអង្គុយនិយាយគ្នាវិញមកប៉ុន្តែប្លង់ស្អាតយ៉ាងនេះជួននេះស៊ីងើបយ៉ាងម៉េចតែគាត់នឹងបាននិយាយថាគាត់នឹងគឺជាបរិសុទ្ធគាត់នឹងគឺមិនអាចងើបបានទេនៅពេលដែលក្បាលរបស់គាត់នឹងគឺបានមិនទៀបវានឹងរួចហើយគឺអាអូនឯនេះមិនចាដឹងមែនអាអូនឯនេះគឺកំពុងតែសម្លឹងមើលខោក្នុងរបស់ចាយនៅពេលនឹងជួននេះស៊ីកាំងខ្លាំងមែនតែនៅពេលដែលនាងតាមជើងគាត់តន់ហើយយូកណាបានដឹងថាគាត់នឹងសម្លឹងមើលនាងនឹងគឺច្រើនណាស់ហើយយូកណាបាននិយាយថាប្រហែលជាគាត់នឹងសប្បាយនឹងមើលរឿងអញ្ចឹងនេះដោយនាងនឹងគឺបានឲ្យគាត់នឹងមើលអូប៉ៃរបស់នាងនឹងកណ្ដាលមុខយកហ្មងដើម្បីឲ្យជួននេះស៊ីនឹងគឺងាយស្រួលមើលជាងមុនហើយយូកណាបាននិយាយថានៅទីនេះនឹងគឺអត់មានមនុស្សទេកន្លែងនឹងយូកណាគឺធ្វើស៊ីផ្លូវចិត្តជួននេះស៊ីខ្លាំងមែនតែដោយដៃល្វីមយកហ្មងហើយយូកណាក៏បានសួរទៅកាន់ជួននេះស៊ីម្ដងទៀតថាតើគាត់នឹងគឺពិតជាចូលចិត្តនាងមែនជួននេះស៊ីបានគិតថាយូកណានឹងប្រហែលជាចង់ផ្ហាព្រហ្មចារារបស់គាត់ហើយដោយមិនចង់បាត់បង់ព្រហ្មចារារបស់គាត់ជួននេះស៊ីក៏បានដើរចាក់ចេញពីទីហ្នឹងតែយូកណាក៏បានបញ្ឈប់គាត់និងបាននាំគាត់នឹងចូលទៅក្នុងបន្ទប់មួយហើយកន្លែងហ្នឹងប្លង់ស្អាតទៀតនេះដែលយូកណាបានប្រាប់ទៅកាន់ជួននេះស៊ីថានាងហ្នឹងគឺចូលចិត្តគាត់នឹងតិចដល់អញ្ចឹងហើយនាងគឺសម្រេចចិត្តថានឹងចេញទៅខាងក្រៅហ្នឹងជាមួយនឹងគាត់ភាពបន្ទាប់នៅពេលយប់នៅពេលដែលជួននេះស៊ីនៅផ្ទះគាត់នឹងគឺមិនជឿថាយូកណានឹងគឺព្រមចេញទៅខាងក្រៅជាមួយនឹងគាត់នោះទេហើយក៏គិតទៀតថាហេតុអីក៏នាងគួរឲ្យស្អាតមែនថែមទាំងអូប៉ៃធំទៀតនៅពេលហ្នឹងការសម័យចំនួន2ក៏បានចាប់ដើមដែលការសម័យអាវសនឹងបាននិយាយថាអ្នកនឹងគឺគ្រាន់តែបោកគាត់នោះទេដែលអ្នកនឹងគឺចង់ធ្វើបាបគាត់ប៉ុន្តែការសម័យអាវក្រហមក៏បាននិយាយថាមិនបាច់សង្ស័យច្រើនពេកទេដែលពួកគេទាំងពីរនាក់នឹងគួរតែដេតជាមួយនឹងគ្នាទៅដែលពួកគេនឹងដូចជាអត់សូវត្រូវគ្នាបាននឹងវីរៈបុរសនៃព្រហ្មចារានឹងក៏បានមកដល់ទីហ្នឹងដោយបានប្រាប់ទៅកាន់ពួកគេថាគឺមិនបាច់ឆ្លោះគ្នាទេវានឹងគឺអត់ប្រយោជន៍ទេហើយផ្លើមែនចំណៃដល់មកឯនៅធ្វើផ្លើទៀតហើយស៊ូនីស៊ីនឹងគឺបាននឹកសម័យឃើញបានណែបនឹកជាមួយនឹងយូវេណានៅសាលារៀនយកហ្មងសម័យរហូតដល់គាត់នឹងគឺបានដេកធ្លាក់ពីលើគ្រែបន្ទាប់មកនៅថ្ងៃស្អែកពេលព្រឹកជូនីស៊ីបានធ្វើដំណើរទៅកាន់សាលារៀនពេលដើរហ្នឹងជូនីស៊ីបានសម័យឃើញយូវេណានឹងស៊ីទៀតខណៈពេលហ្នឹងលោកមិត្តទាំង3របស់គាត់នឹងក៏បានទៅដល់ហើយគាត់នឹងក៏បានសុំទោសទៅកាន់ជូនីស៊ីដែលបានទុកគាត់ចោលនឹងកាលពីម្សិលមិញដែលអប៉ិស៊ីមផេបាននិយាយថាតែវិការហ្នឹងគឺវាបានកន្លងផុតហើយអញ្ចឹងមិនបាច់ខ្វល់ពីវាទេហើយគាត់នឹងក៏បានសួរទៅកាន់ជូនីស៊ីថាម្សិលមិញហ្នឹងមិនដែរជូនីស៊ីបាននិយាយថាប្រហែលជាយូវេណានឹងបានដាក់គាត់នឹងចូលទៅក្នុងវិជាខ្មៅហើយប្រហែលជាអ្នកនឹងបំផ្លាញជីវិតរបស់គាត់នឹងដែលនៅសេសសល់នៅក្នុងវិទ្យាល័យពេលហ្នឹងលោកមិត្តទាំង3គឺមិននឹកស្មានថារឿងហ្នឹងគឺវាដល់ថ្នាក់នឹងនោះឡើយតែលោកមិត្តទាំង3ក៏បាននិយាយថាទោះបីជាជូនីស៊ីនឹងទៅជាអ្វីក៏ដោយក៏ពួកគេនឹងគឺនៅតែរាប់អានជាមួយនឹងគាត់តែបានធ្វើឲ្យពួកគេនឹងគឺសើចសប្បាយជាមួយនឹងគ្នាខ្លាំងមែនទែនខណៈពេលហ្នឹងជូនីស៊ីក៏ទទួលបាននៅសារមួយចេញពីក្នុងទូរស័ព្ទរបស់គាត់នៅពេលដែលគាត់បានបើកមើលគាត់នឹងក៏បានឃើញថាយូកណានឹងគឺបានផ្ញើរូបស៊ីមកឲ្យគាត់នឹងមើលយកហ្មងនៅពេលហ្នឹងជូនីស៊ីក៏បានចាំថាកាលពីម្សិលមិញហ្នឹងយូកណានឹងគឺបានសុំលេខទូរស័ព្ទនឹងរបស់គាត់នៅពេលហ្នឹងលោកមិត្តរបស់ជូនីស៊ីនឹងគឺមានការគុំជាខ្លាំងបោកឯងសិតតែស្រីនឹងអត់និយាយរទេតែនេះមានណាជូនីស៊ីនឹងគឺចង់បកស្រាយគ្រប់យ៉ាងទៅកាន់ពួកគេប៉ុន្តែពួកគេនឹងបានប្រាប់ថាឲ្យគាត់នឹងដើរតែឯងទៅហើយមិនបាច់និយាយរាប់រយជាមួយនឹងមនុស្សអត់លិតដូចជាពួកគេនោះទេមុនពេលដែលពួកគេដើរចេញទៅស៊ីមផេក៏បានសួរទៅកាន់ជូនីស៊ីថាតើគាត់នឹងបានថាបនៅរួចនៅជូនីស៊ីបាននិយាយថាមិនទាន់បានមួយថ្ងៃផងនឹងថាបគេមិនកើតតបស៊ីមផេក៏បាននិយាយទៅកាន់ជូនីស៊ីថាការថានឹងដូចជាការនិយាយសួស្ដីអញ្ចឹងចំកន្លែងនេះអ្នកនរអាចយកទៅអនុវត្តបានប៉ុន្តែបើត្រូវគេវាយខ្ញុំអត់ដឹងទេខណៈពេលហ្នឹងជូនីស៊ីហ្នឹងក៏បានសម័យឃើញអូនហ្នឹងកាន់ដៃគាត់នឹងឡើងលើក្រែដែរហើយគាត់សម័យថានឹងបានថាបនៅហ្នឹងជារៀងរាល់ព្រឹកហើយពេលហ្នឹងមុខរបស់ជូនីស៊ីមានការ confident ខ្លាំងមែនទែនហើយជូនីស៊ីក៏បានសួរទៅកាន់ស៊ីមផេថាតើគាត់នឹងគឺត្រូវធ្វើអ្វីបន្តទៀតលោកគ្រូដែលជូនីស៊ីបានចាប់ទុកស៊ីមផេនឹងគឺជាគ្រូនៅក្នុងរឿងហ្នឹងហើយស៊ីមផេក៏បានប្រាប់ទៅកាន់គាត់ថាឲ្យជូនីស៊ីនឹងអំពូយូកណានឹងទៅរ៉ាអូខេទៅដោយឲ្យជូនីស៊ីនឹងធ្វើមិនក៏បានដែរឲ្យទៅអស់ព្រហ្មចារារបស់គាត់ហើយក៏បានប្រាប់ឲ្យជូនីស៊ីនឹងស្ដាប់ដោយការយកចិត្តទុកដាក់ហើយមុនបោនឹងគឺអំពូនេះនឹងទៅក្រៅអូខេហើយអំពូនឹងចូលបន្ទប់មួយទៅ2នាក់ទៅហើយកន្លែងនឹងខ្ញុំនឹងនិយាយស្អីខ្លះទេអ្នកនរអាចទៅមើលរឿងពេញបានហើយរឿងចាំខ្ញុំដាក់នៅលើកញ្ចក់អេក្រង់ចូលមកដល់សាច់រឿងវិញស៊ីមផេនឹងគឺបានប្រាប់ទៅកាន់ជូនីស៊ីថាធ្វើមិនឲ្យគាត់នឹងនាំយូកណាទៅក្រៅអូខេនឹងថើបនាងឲ្យបាន
បន្ទាប់មកจูนิស៊ីគាត់ក៏បានធ្វើដំណើរទៅកាន់ថ្នាក់រៀនរបស់គាត់ដោយគាត់នឹងគឺមិនដឹងថាត្រូវសួរយូកាណានឹងរបៀបម៉េចទេខណៈពេលហ្នឹងគាត់នឹងក៏បានជួបជាមួយនឹងកាស៊ីតែនេះបានសួរទៅកាន់គាត់ថាតើគាត់នឹងមានបញ្ហាអ្វីមែនจูនិស៊ីក៏បាននិយាយថាអត់មានអីទេហើយគាត់នឹងក៏អរគុណនាងដែលនាងនឹងគឺបានបារម្ភពីគាត់ខណៈពេលហ្នឹងផងដែរយូកាណាក៏បានទៅអោបដៃរបស់จูនិស៊ីនឹងឡើងពេញដៃយកហ្មងហើយនាងក៏បានសួរទៅកាន់จูនិស៊ីថាតើគាត់នឹងគឺបានឃើញរូប selfie របស់នាងដែលបានផ្ញើទៅគាត់កាលព្រឹកមិញអត់ហើយវានឹងស្អាតអត់จูនិស៊ីបាននិយាយថាមែនហើយគាត់នឹងគឺទទួលបានវារួចហើយនៅពេលហ្នឹងកាស៊ីឆ្ងល់ថាហេតុអីក៏យូកាណានិងจูនិស៊ីនឹងនៅក្បែរគ្នាអញ្ចឹងយូកាណាបានប្រាប់ថាពួកគេនឹងទើបតែទាក់ទងគ្នានឹងកាលពីម្សិលមិញទេដែលធ្វើឲ្យសិស្សដែលនៅក្នុងថ្នាក់ហ្នឹងគឺមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់មករឿងនេះក៏បានកាត់ទៅដល់ម៉ោងចេញលេងវិញម្ដងដែលจูនិស៊ីនឹងគឺមិនដឹងថាត្រូវនិយាយទៅកាន់យូកាណាយ៉ាងម៉េចនោះឡើយពីព្រោះថាយូកាណានឹងគឺរង្វល់និយាយជាមួយនឹងមិត្តរបស់នាងខណៈពេលហ្នឹងจูនិស៊ីក៏បាននិយាយទៅកាន់លោកមិត្តទាំង3លោកមិត្តទាំង3ក៏បាននិយាយថាចាំដែលจูនិស៊ីនាំយូកាណានឹងទៅខារ៉ាអូខេហើយអប់រំចារារួចចាំមកនិយាយជាមួយនឹងពួកគេពេលនឹងធ្វើឲ្យจูនិស៊ីកាំងខ្លាំងមែនទែនយូកាណាក៏បានមកដល់ទីហ្នឹងក៏បានសួរទៅកាន់จูនិស៊ីថាតើបន្ទាប់ពីម៉ោងរៀនរួចហ្នឹងគាត់នឹងតំណែងអត់តែនេះហ្នឹងគឺចង់ចំណាយពេលខ្លះហ្នឹងជាមួយនឹងจูនិស៊ីចំណែកឯនេះគឺកំពុងតែចាំនៅខាងក្រៅចាំទៅព្រាជាមួយនឹងจูនិស៊ីខណៈពេលហ្នឹងនាងក៏បានឃើញថាจูនិស៊ីហ្នឹងគឺកំពុងតែដើរកាន់ដៃជាមួយនឹងយូកាណាហើយនៅពេលដែលនាងបានដឹងថាពួកគេកំពុងតែធ្វើការដេតគ្នានាងគឺមានការយំចិត្តខ្លាំងនិងបានដើរចាក់ចេញពីទីហ្នឹងយូកាណាក៏បាននិយាយថាប្អូនស្រីរបស់จูនិស៊ីហ្នឹងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែននិងអូប៉ៃធំទៀតបន្ទាប់មកจูនិស៊ីក៏បានសួរទៅកាន់យូកាណាថាតើពួកគេនឹងទៅណាយូកាណាបាននិយាយថាពួកយើងនឹងទៅកាន់ខារ៉ាអូខេអានេះមិនលក្ខណៈប្រុសអំពូស្រីអានេះលក្ខណៈស្រីអំពូប្រុសវិញម្ដងហើយកន្លែងហ្នឹងមុខរបស់ទូប្រុសហ្នឹងដឹងតែគិតថាតែប៉ុណ្ណេះហ្នឹងដឹងចូលខ្លែងអញហើយបន្ទាប់ពីយូកាណាទទួលបាននៅបន្ទប់ខារ៉ាអូខេរួចនាងក៏បាននាំจูនិស៊ីហ្នឹងទៅកាន់បន្ទប់មួយហ្នឹងនៅពេលដែលจูនិស៊ីនៅក្នុងបន្ទប់មួយហ្នឹងគាត់គឺមិនដឹងថាត្រូវច្រៀងអ្វីនោះទេខណៈពេលហ្នឹងយូកាណាក៏បានយកទឹកផ្លែឈើចំនួន2កែវហ្នឹងឲ្យจูនិស៊ីផឹកពេលហ្នឹងจูនិស៊ីបានគិតថាគាត់នឹងអាចនឹងបានថើបជាមួយនឹងយូកាណាក៏បានដើរកាត់គាត់ដើម្បីទៅអង្គុយនៅកន្លែងមួយជាហៀងទៀតហើយកន្លែងហ្នឹងប្លង់ស្អាតយល់មកចំកណ្ដាលមុខរបស់จูនិស៊ីដែលយូកាណាបានប្រាប់ទៅកាន់จูនិស៊ីថាអ្នកហ្នឹងនឹងច្រៀងមុនហើយគ្រាន់តែរឿងដែលយូកាណានឹងដើរកាត់មុខគាត់អំបញ្ញមិញហ្នឹងធ្វើឲ្យគាត់នឹងសម័យដល់ណាដល់ណីទៅដែរតែសម័យឃើញយូកាណាទៅអង្គុយលើជើងគាត់អីណាតប៉ែមែនហើយនៅក្នុងការពិតហ្នឹងយូកាណាគឺកំពុងតែធ្វើការច្រៀងទៅលើបទចម្រៀងបន្ទាប់មកយូកាណាក៏បានសួរទៅកាន់จูនិស៊ីថាតើគាត់នឹងចង់ច្រៀងបទអីដែលจูនិស៊ីហ្នឹងគាត់នឹងក៏បានជ្រើសរើសដោយសម្រេចចិត្តថានឹងច្រៀងបទចេញពីក្នុងរឿងអេនីមេពួកគេទាំងពីរនាក់នឹងក៏បានច្រៀងជាមួយគ្នាដែលមានក្តីសុខខ្លាំងមែនទែនដែលបន្ទាប់ពីច្រៀងរួចจูនិស៊ីមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគាត់បានស្មានថាយូកាណានឹងគឺអត់ចេះច្រៀងបទអេនីមេនោះទេដែលយូកាណាបាននិយាយថាអ្នកនឹងគឺស្គាល់បទចម្រៀងអេនីមេនឹងច្រើនណាស់បន្ទាប់មកจูនិស៊ីបាននឹកឃើញដល់គម្រោងរបស់គាត់ដែលត្រូវថើបយូកាណាจูនិស៊ីបានគិតថាគាត់នឹងគឺមិនអាចធ្វើវាបាននោះទេខណៈពេលហ្នឹងដោយសារតែយូកាណាក្តៅស្អុះពេកនាងក៏បានដោះអាវក្រៅរបស់នាងចេញដែលបានធ្វើឲ្យจูនិស៊ីពុះជ្រោយយកមកហើយនៅពេលហ្នឹងគាត់នឹងក៏បានសម័យឃើញវីរៈបុរសហ្នឹងបានប្រាប់ថាហើយគាត់នឹងចាត់ការវានឹងនៅពេលហ្នឹងទៅបន្ទាប់មកจูនិស៊ីក៏បានចាប់ទៅកាន់យូកាណាដែលបំរុងនឹងថើបនាងហើយយូកាណាបានប្រាប់ថាគឺមានរោមអីចេញពីច្រមុះរបស់គាត់ដែលកន្លែងហ្នឹងគឺបានធ្វើឲ្យจูនិស៊ីហ្នឹងគឺដាច់ថើបយកហ្មងបន្ទាប់មកយូកាណាក៏បានសុំจูនិស៊ីទៅបន្ទប់ទឹកមួយផ្លែសិនដែលអំបញ្ញមិញហ្នឹងយូកាណាដឹងថាจูនិស៊ីហ្នឹងគឺចង់ថើបនាងបន្ទាប់មកពួកគេហ្នឹងក៏បានធ្វើដំណើរចេញពីខារ៉ាអូខេដែលจูនិស៊ីអន់ចិត្តនឹងខ្លួនឯងខ្លាំងមែនទែនដែលបានថើបសោះយូកាណាក៏បានអរគុណទៅកាន់จูនិស៊ីដែលនាងបាននិយាយថានាងហ្នឹងគឺពិតជាសប្បាយចិត្តខ្លាំងណាស់ហើយនាងបាននិយាយថានៅថ្ងៃក្រោយពួកគេហ្នឹងគឺអាចមកខារ៉ាអូខេជាមួយគ្នាហ្នឹងម្ដងទៀតហើយអ្វីដែលពួកគេកំពុងតែនិយាយគ្នាហ្នឹងរ៉េងខូក៏បាននៅទីហ្នឹងផងដែរនៅក្នុងភាពបន្ទាប់จูនិស៊ីគាត់នឹងក៏បានដើរទៅបើកទូនៅក្នុងទូមួយហ្នឹងគាត់នឹងក៏ទទួលបាននូវសម្បត្តិមួយដែលនៅក្នុងសម្បត្តិហ្នឹងគឺបាននិយាយថាខ្ញុំនឹងរងចាំអ្នកនៅក្រៅសាលាហើយនៅពេលហ្នឹងលោកម្ចាស់មិត្តក៏បានទៅដល់ទីហ្នឹងដែលពួកគេបាននិយាយថាហេតុអីក៏មិនជាពួកគេអញ្ចឹងដែលសម្បត្តិហ្នឹងគួរតែជារបស់ពួកគេបានត្រូវពីព្រោះថាពួកគេហ្នឹងគឺបានចូលរួមចំណែកក្នុងការជួយจูនិស៊ីដែរដែលจูនិស៊ីបាននិយាយថានៅក្នុងសម្បត្តិហ្នឹងគឺអត់មានសរសេរឈ្មោះណាគេនោះឡើយដោយจูនិស៊ីបាននិយាយថាប្រហែលជាគាត់ហ្នឹងគឺមិនអាចទៅជួបជាមួយនឹងស្រីផ្សេងទេដែលបានប្រាប់យូកាណាប៉ុន្តែអបិសិមភេក៏បានប្រាប់ទៅកាន់จูនិស៊ីថាអ្នកអាចគិតថាจูនិស៊ីនឹងអាក្រក់ប្រសិនបើគាត់នឹងមិនអើពើនឹងសម្បត្តិស្នេហាហើយបែបហ្នឹងស៊ីមភេក៏បានប្រាប់ឲ្យจูនិស៊ីនឹងទៅជួបជាមួយនឹងម្ចាស់សម្បត្តិដែលបានផ្ញើមកឲ្យគាត់ទៅដែលខេហូបាននិយាយថាមិននឹងទៅតែចំណែងគាត់ថាឥឡូវហ្នឹងទៅលើកទឹកចិត្តจูនិស៊ីអីណាពេលនោះស៊ីមភេក៏បានប្រាប់ទៅកាន់ខេហូថាបើសិនជាจูនិស៊ីទទួលបានប្រយោជន៍ពួកគេនឹងក៏អាចទទួលបាននូវផលប្រយោជន៍បានផងដែរដែលគណៈពេលនោះពួកគេនឹងក៏បានសម័យដល់ណាដល់ណីទៅហើយបន្ទាប់មកจูនិស៊ីក៏បានទៅខាងក្រោយសាលាដែលគាត់នឹងគឺបានជួបជាមួយនឹងរ៉េងខូតែមិននឹងจูនិស៊ីបានគិតថាគាត់នឹងបានជួបជាមួយនឹងក្មេងស្រីតូចប៉ុន្តែនេះមែនណាគ្រូឡើងធំហើយអូប៉ៃឡើងធំទៀតបន្ទាប់មករ៉េងខូក៏បានសួរទៅកាន់គាត់ថាតើគាត់នឹងនៅព្រហ្មចារាមែនដែលធ្វើឲ្យจูនិស៊ីគាំងខ្លាំងមែនទែនហើយរ៉េងខូក៏បានឲ្យគាត់នឹងមកអូប៉ៃរបស់នាងនឹងចំកណ្ដាលមុខទៀតហើយកន្លែងហ្នឹងយីប៉ែកនឹងគឺធ្វើស៊ីផ្លូវចិត្តจูនិស៊ីខ្លាំងមែនទែនហើយនៅពេលហ្នឹងដោយសារតែจูនិស៊ីភ័យខ្លាំងពេកគាត់នឹងក៏បានដួល
ហើយរៀនខុសនឹងក៏បានទៅអង្គុយលើគាត់យកហ្មងតែរៀនខុសបានប្រាប់ទៅកាន់ Junichi ថាតោះពួកយើងនឹងលេងទៅដៃរបស់អ្នកហ្នឹងគឺចង់បន្លំអូកាឡាស៊ីកលេន Junichi យកហ្មងខណៈពេលហ្នឹងផងដែរ Yukana ក៏បានទៅដល់ទីហ្នឹងដោយឃើញថាពួកគេហ្នឹងគឺកំពុងតែធ្វើស្អីដោយ Junichi បាននិយាយថាវាមិនដូចជាអ្វីដែលអ្នកបានឃើញនោះទេដោយ Junichi ព្យាយាមងើបប៉ុន្តែរៀនខុសហ្នឹងគឺបានចាប់ដៃរបស់គាត់វិញអញ្ចឹងគាត់ហ្នឹងគឺងើបអត់រួចនោះទេដោយ Yukana ខ្ជិលរំខានពួកគេទាំងពីរនាក់នាងក៏បានដើរចាក់ចេញពីទីហ្នឹងហើយនាងក៏បានដើរត្រឡប់មកវិញដោយនាងបាននិយាយថាពួកគេហ្នឹងគឺគ្រាន់តែប្រេងទេ Yukana ក៏បានណែនាំរៀនខុសដល់ Junichi ដែលនាងជាមិត្តរបស់នាងដែលពួកគេទាំងពីរនាក់ហ្នឹងគឺបានស្គាល់គ្នាហ្នឹងតាំងពីក្មេងមកម៉េះពេលហ្នឹងរៀនខុសក៏បាននិយាយថា Yukana ហ្នឹងគឺអូប៉ៃធំជាងនាងទៀតហ៎រៀនខុសឯងនេះចេះនិយាយពាក្យហ្នឹងចេញទៅរួច Junichi បានគិតថាមិត្តពួកគេទាំងពីរនាក់នេះសិតតែអូប៉ៃធំម៉េះពេលហ្នឹងរៀនខុសបាននិយាយថា Yukana ហ្នឹងគឺអូប៉ៃរបស់នាងគឺធំតាំងពីតូចមកម៉េះហើយឆ្លៀតពេលហ្នឹងរៀនខុសក៏ទៅបាច់ញញឹមអីណាទៅប៉ែមែនហើយញឹមអត់យល់ពួកគេធ្វើអញ្ចឹងអត់មានគិតដល់ Junichi សោះបន្ទាប់មក Yukana ក៏បានប្រាប់ទៅកាន់រៀនខុសថាថ្ងៃនេះនាងនឹងទៅផ្ទះជាមួយនឹង Junichi ហើយពួកគេក៏បានបែកចែកផ្លូវគ្នាទៅដែលរៀនខុសនោះគឺបាននិយាយថានាងនឹងបំផ្លាញពួកគេនៅពេលយប់គណៈពេលដែល Junichi កំពុងតែមើលសភៅនៅពេលហ្នឹងគាត់នឹងក៏ទទួលបានសារមួយដែល Yukana នឹងគឺបានបួ Junichi នឹងទៅដើរលេងជាមួយនឹងពួកគេហើយរៀនខុសនឹងក៏បានចូលរួមផងដែរនៅថ្ងៃស្អែកពួកគេនឹងក៏បានដើរលេងជាមួយគ្នាតែមើលទៅការដើរលេងរបស់ពួកគេនឹងគឺមានការសប្បាយចិត្តខ្លាំងមែនទែនខណៈពេលដើរលេងនឹងផងដែរណែក៏បានឃើញពួកគេដោយអ្នកបានគិតថា Junichi នឹងគឺមានសង្សារច្រើនណាស់បន្ទាប់មកពួកគេក៏បានធ្វើដំណើរទៅកាន់ហាងលក់អាវមួយកន្លែងដែល Yukana នឹងគឺបានយកអាវពីរឈុតនឹងឲ្យ Junichi មើលដោយបានសួរទៅកាន់គាត់ថាតើពីរនេះមួយណាគឺស្អាតហើយ Junichi គ្រាន់តែឃើញអាវតែប៉ុណ្ណឹងហ្នឹងគាត់នឹងក៏បាននឹកសម័យ KO នឹងកាន់ដៃគាត់នៅលើក្រែដែរបន្ទាប់ពីសម័យរួច Junichi ក៏បានចង្អុលទៅអាវពណ៌សដែលបានប្រាប់ថានេះស្អាតជាងចំណែក Renko វិញនាងក៏បាននិយាយថាអាវពណ៌ខ្មៅនេះគឺវាស្អាតជាងហើយដើម្បីចង់ដើមពួកគេទាំងពីរនាក់ហ្នឹងក៏បានទៅផ្លាស់ប្ដូរសម្លៀកបំពាក់ដោយទុកឲ្យ Junichi ហ្នឹងចាំនៅខាងក្រៅបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បានបង្ហាញនូវការផ្លាស់ប្ដូរសម្លៀកបំពាក់ឲ្យ Junichi មើលដែល Junichi នៅត្រង់ហ្នឹងគាត់ហ្នឹងគឺបានចាប់អារម្មណ៍ជាមួយនឹងកៅអៅរបស់ Yukana ប៉ុន្តែភ្នែកហ្នឹងដៀងរួមមើលតែអូប៉ៃរបស់ Yukana ទេ Yukana បានសួរថាតើគាត់ហ្នឹងមកអូប៉ៃនាងមែនដែល Junichi បាននិយាយថាមែនទេនៅពេលហ្នឹង Renko មានការអន់ចិត្តខ្លាំងមែនទែននៅពេលដែលពួកគេហ្នឹងគឺអត់ខ្វល់ជាមួយនឹងនាងបន្ទាប់មកពួកគេក៏បានចេញពីហាងកៅអៅមួយហ្នឹងតែពួកគេគឺបានតិចអីនោះឡើយគ្រាន់តែចូលទៅលោមើលតែប៉ុណ្្នឹងឯងហើយពួកគេទាំងអស់គ្នាហ្នឹងក៏បានធ្វើដំណើរតាមផ្លូវនៅពេលហ្នឹងក៏មានបរិបទពីរនាក់បានមកដល់ទីហ្នឹងដែលបានសួរថាតើពួកគេហ្នឹងគឺស្គាល់ផ្លូវទៅកាន់ស្ថានីយ៍អត់ដែល Yukana ហ្នឹងក៏បានប្រាប់អំពីផ្លូវទៅកាន់ទីហ្នឹងដោយពួកគេទាំងពីរនាក់ហ្នឹងក៏បាននិយាយថាដែលចង់ឲ្យ Yukana ហ្នឹងគឺនាំផ្លូវពួកគេហ្នឹងទៅកាន់ស្ថានីយ៍មួយហ្នឹង Junichi ដែលឃើញបែបហ្នឹងក៏បានប្រាប់ថានាងហ្នឹងគឺមិនអាចទៅជាមួយនឹងពួកគេបានទេពីព្រោះថានាងហ្នឹងគឺជាសង្សាររបស់គាត់តែគាត់ហ្នឹងក៏ត្រូវបានបរិបទពីរនាក់ហ្នឹងច្រានគាត់ដួលដោយពួកគេបាននិយាយថាទៅនៅអីជាមួយនឹងបរិបទខ្សោយអញ្ចឹងមិននៅជាមួយនឹងពួកគេបានសុបាយដោយឃើញបែបហ្នឹង Renko ក៏បានប្រាប់ទៅកាន់បរិបទទាំងពីរនាក់នោះថាអត់អីចាំនាងហ្នឹងជួនពួកគេហ្នឹងទៅកាន់ស្ថានីយ៍ហើយដោយសារតែពួកគេឃើញថារាងកាយរបស់ Renko ហ្នឹងគឺវាទំនងដែរពួកគេនឹងក៏បានយកព្រមទៅមកស្ទុះក្រោយមក Renko ក៏បានត្រឡប់មកវិញតែ Junichi បានសួរទៅកាន់នាងថាតើនាងអត់អីណាយនាងបាននិយាយថាអត់អីពួកគេនឹងគឺបាននិយាយគ្នាទិញទូចប៉ុន្តែទិញទូចនឹងគឺដេកនៅជាងអស់ហើយបន្ទាប់មក Junichi គាត់ក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់គាត់ Junichi បានគិតថាគាត់នឹងគឺត្រូវតែរឹងមាំជាងមុនដើម្បីការពារ Yukana ខណៈពេលហ្នឹងគាត់បានឃើញ Renko ចូលនៅចំពោះមុខផ្ទះគាត់ Junichi បានសួរទៅកាន់នាងថាតើនាងធ្វើអីនៅទីនេះ Renko បាននិយាយថា Junichi នឹងគឺពិតជាលយណាស់នៅពេលដែលគាត់នឹងព្យាយាមការពារមនុស្សស្រីហើយនាងបានគិតថានាងប្រហែលជាចូលចិត្ត Junichi ហើយដោយ Renko គឺបានបួ Junichi នឹងចូលទៅខាងក្នុងផ្ទះយកហ្មងពេលហ្នឹង Junichi មានការភ័យជាខ្លាំងហេតុអីក៏ Renko នឹងមិននៅក្នុងផ្ទះរបស់គាត់អញ្ចឹងហើយឪពុកម្ដាយរបស់គាត់នឹងក៏រវល់នៅផ្ទះទៀតនៅពេលហ្នឹង Renko ក៏បានចាប់ Junichi ដែលបាននិយាយថា Junichi ឲ្យ Renko នៅក្នុងផ្ទះរបស់គាត់អញ្ចឹងតែ Junichi នឹងចង់ធ្វើបាបនាងមែនអញ្ចឹងកន្លែងហ្នឹងយើងពេលហ្នឹងចេះនិយាយចេញទៅរួចមកចាប់កូនកន្លោះគេចូលក្នុងផ្ទះកូនកន្លោះគេវិញសោះដែល Renko បាននិយាយថាតើគាត់នឹងគឺចង់អស់ព្រមចារារបស់គាត់អត់ចាំនាងនឹងជួយបំពេញបំណងរបស់គាត់ហើយនាងនឹងក៏បានយកអបិយរបស់នាងនឹងដាក់ចំកណ្ដាលមករបស់ Junichi យកហ្មងហើយកន្លែងហ្នឹងផងដែរ Renko ធ្វើស៊ីផ្លូវកាយរបស់ Junichi ខ្លាំងមែនទែនតែនៅពេលហ្នឹង Junichi គាត់នឹងក៏បានឮសំឡេងរបស់ Yukana នៅក្នុងចិត្តរបស់គាត់ដោយគាត់ក៏បានរៀនខុសចេញដោយបានប្រាប់ទៅកាន់ Renko ថាគាត់សុខចិត្តអប់រំចារាជាមួយនឹង Yukana តែម្នាក់តែប៉ុណ្ណោះនៅពេលហ្នឹង Renko ក៏បានចាប់ Junichi បដួលដោយបាននិយាយទៅកាន់គាត់ថាតាណាគេនឹងចង់ស៊ីព្រមចារារបស់គាត់ដែលនាងបាននិយាយថានាងគឺបានស្គាល់គ្នាជាមួយនឹង Yukana នឹងតាំងពីតូចមកម៉េះដោយដូចនេះហើយនាងនឹងគឺមិនចង់បាត់បង់ Yukana នោះទេខណៈពេលហ្នឹងផងដែរ Yukana ក៏បានត្រឡប់ទីហ្នឹងដោយនាងនឹងគឺបានឃើញពួកគេនឹងគឺនៅលើគ្នាដែល Junichi បានប្រាប់ទៅកាន់នាងថាមិនដូចជាអ្វីដែលនាងបានឃើញនោះទេដោយ Yukana បាននិយាយថាមិញហ្នឹងនៅខាងក្រៅនាងបានឮពួកគេហ្នឹងគឺបានស្រែកដោយដូច្នេះហើយនាងហ្នឹងក៏បានចូលមកខាងក្នុងហើយ Yukana ក៏បានរកកណ្ដឹងផ្ទះផងដែរប៉ុន្តែអត់មានណាគេឆ្លើយតបនោះទេ Yukana បាននិយាយថាហេតុអីក៏ពួកគេហ្នឹងអត់បំពួននាងហ្នឹងចូលមកខាងក្នុងផ្ទះអញ្ចឹងនៅពេលហ្នឹង Renko បាននិយាយថានាងក៏បានរួចតាមដាន Junichi ដោយចង់ដឹងថាតើគាត់ហ្នឹងគឺមានទៅជួបជាមួយនឹងស្រីណាផ្សេងអត់នៅពេលហ្នឹង Junichi និង Renko គឺពិតជាសំណាងខ្លាំងមែនទែនដែល Yukana ហ្នឹងអត់បានស្ដាប់ពួកគេមុនពេលដែល Yukana ហ្នឹងមកដល់ហើយ Renko ហ្នឹងក៏បានស្លាំងភ្នែកទៅកាន់ Junichiដោយបានប្រាប់ឲ្យ Junichi ហ្នឹងបិទមាត់ឲ្យកុំនិយាយច្រើនពេក
យូកាណាមានការសប្បាយចិត្តខ្លាំងនៅពេលដែលរ៉េនខូនឹងគឺខ្វល់ខ្វាយអំពីស្នេហារបស់ពួកគេហើយនាងនឹងក៏បានធ្វើការអរគុណទៅកាន់រ៉េនខូបន្ទាប់មករឿងមួយនេះក៏បានកាត់ដល់ថ្ងៃស្អែកដែលជូនីស៊ីក៏បានធ្វើដំណើរទៅកាន់សាលារៀនហើយជូនីស៊ីសង្ឃឹមថារ៉េនខូនឹងមិនទៅធ្វើអីឈួតឈូកនោះទេប៉ុន្តែនិយាយមិនតាន់ចប់ផងរ៉េនខូនឹងក៏បានចាប់គាត់នឹងផ្ដួលទៅនឹងជាងយកហ្មងរ៉េនខូក៏បានប្រាប់ទៅកាន់ជូនីស៊ីថាកុំប្រាប់ពីអារម្មណ៍របស់នាងនឹងទៅកាន់យូកាណាហើយកន្លែងទៅនឹងជូនីស៊ីខ្ញុំក៏ត្រូវបានរ៉េនខូនឹងដាក់នៅទៅនឹងយកហ្មងទៅមិនដាក់អីផ្សេងទេគ្រាន់ចាក់ក្លិចទៅប៉ុណ្្នឹងឯងហើយទង្វើរបស់ពួកគេទាំងពីរនាក់កាស៊ីក៏បានឃើញពីបន្ទាប់កាស៊ីនឹងគឺសម័យឃើញថាអ្នកនៅក្នុងថ្នាក់នឹងគឺជាអ្នកបម្រើរបស់នាងហើយជូនីស៊ីនឹងគឺជាឆ្កែរបស់នាងចំណែកជូនីស៊ីវិញគាត់កំពុងតែមើល live ហើយគ្មានអ្វីក្រៅពីមើលអូប៉ៃនោះទេនៅពេលដែលមើល live ហ្នឹងគាត់បានចាប់អារម្មណ៍ទៅលើក្មេងស្រីម្នាក់នៅថ្ងៃស្អែកនៅពេលដែលកាស៊ីបានធ្វើដំណើរទៅកាន់ថ្នាក់របស់នាងសិស្សដែលនៅទីនោះក៏បានស្វាគមន៍នាងដោយកាស៊ីបានគិតថាពួកគេនឹងគឺជាអ្នកបម្រើរបស់នាងខណៈពេលហ្នឹងជូនីស៊ីគាត់នឹងក៏បានមកដល់ដែលគាត់នឹងក៏បានទៅជួបជាមួយនឹងលោកម្ចាស់មិត្តទាំង3របស់គាត់ដែលខេហូក៏បាននិយាយថាការយប់មិញហ្នឹងគាត់នឹងគឺបានមើល live ហើយគាត់នឹងគឺបានចាប់អារម្មណ៍ជាមួយនឹងក្មេងស្រីម្នាក់ដែលនឹងគឺពិតជាគួរឲ្យស្រឡាញ់ខ្លាំងមែនទែនហើយក៏បានបង្ហាញរូបភាពដល់ពួកគេគ្រាន់តែស៊ីមផេមើលគាត់នឹងក៏មានការចាប់អារម្មណ៍ផងដែរចំណែកជូនីស៊ីគាត់នឹងក៏បានចាំថាក្មេងស្រីម្នាក់នេះគាត់នឹងទើបតែបានមើលកាលពីយប់មិញនៅពេលដែលស៊ីមផេមើលយូរៗគាត់នឹងមានអារម្មណ៍ថាដូចជាធ្លាប់ជួបនៅតាណាទេដែលគាត់នឹងគឺបានធ្លាប់ជួបហើយគាត់នឹងក៏បានប្រឹងរនឹកមើលរនឹករហូតដល់គាត់នឹងនៅអត់ឃើញម្ដងបន្ទាប់ពីនោះជូនីស៊ីក៏បានទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយនឹងយូកាណាហើយគាត់នឹងមានការខ្មាស់អៀនខ្លាំងមែនទែនហើយគ្រាន់តែញ៉ាំអាហារហ្នឹងគាត់នឹងក៏បាននឹកសម័យឃើញថាយូកាណានឹងបានបញ្ចុកអាហារចូលមាត់គាត់នឹងឡើងស្វីតហ្មងតែនៅក្នុងរឿងពិតវិញជូនីស៊ីបានដឹងថារឿងហ្នឹងគឺមិនអាចកាត់ឡើងបាននោះឡើយដោយសារតែរ៉េនកូនឹងគឺនៅទីនោះផងដែរខណៈពេលហ្នឹងកាស៊ីក៏បានទៅដល់ហើយក៏បានសុំទោសពួកគេចំពោះការរំខាននៅក្នុងការញ៉ាំអាហារថ្ងៃត្រង់ដែលកាស៊ីគឺមានរឿងមួយចំនួនហ្នឹងចង់និយាយជាមួយនឹងជូនីស៊ីពេលហ្នឹងរ៉េនកូបាននិយាយថាកាស៊ីហ្នឹងគឺកំពុងតែមានបំណងរំខានពួកគេហើយដោយលើសម្ដីបែបហ្នឹងកាស៊ីនឹងក៏បាននិយាយថាអត់អីអញ្ចឹងពួកគេញ៉ាំទៅអញ្ចឹងហ្នឹងហ្នឹងគឺអត់រំខាននោះទេហើយកាស៊ីក៏បាននិយាយថាចាំពេលក្រោយចាំនិយាយមួយគ្នាក៏បានដែរពេលហ្នឹងរ៉េនខូក៏បានសួរទៅកាន់ជូនីស៊ីថាតើអ្នកហ្នឹងជាអ្វីនឹងគាត់ជូនីស៊ីក៏បាននិយាយថាអត់មានអីទេនៅពេលហ្នឹងរ៉េនខូមានអារម្មណ៍មិនអត់ជាមួយនឹងកាស៊ីនោះឡើយបន្ទាប់មករឿងមួយនេះក៏បានកាត់នៅពេលដែលដល់ម៉ោងពួកគេហ្នឹងចេញទៅផ្ទះវិញម្ដងដែលយូកាណាហ្នឹងបានប្រាប់ទៅកាន់ជូនីស៊ីថាថ្ងៃនេះហ្នឹងគឺអត់បានដើរជាមួយនឹងគាត់នោះទេពីព្រោះថាថ្ងៃនេះនាងហ្នឹងគឺត្រូវតែដើរលេងហ្នឹងជាមួយនឹងមិត្តភ័ក្តិរបស់នាងតែជូនីស៊ីក៏បានថាអ្វីនោះឡើយតែយូកាណាបាននិយាយលេងសើចទៅកាន់ជូនីស៊ីថាគាត់នឹងមើលទៅដូចជាឆ្កែអញ្ចឹងដោយខ្ជិលសាំញ៉ាំចាស់នាងក៏បានចាក់ចេញពីទីហ្នឹងជាមួយនឹងមិត្តភ័ក្តិរបស់នាងខណៈពេលហ្នឹងផងដែរកាស៊ីហ្នឹងក៏បានទៅនៅពីក្រោយខ្នងរបស់ជូនីស៊ីដែលនាងបាននិយាយថាថ្ងៃមិញហ្នឹងនាងគឺអត់បាននិយាយជាមួយនឹងគាត់ទេជូនីស៊ីបាននិយាយថាមែនទេហើយគាត់នឹងក៏បានសួរថាតើនាងហ្នឹងគឺត្រូវការអ្វីកាស៊ីបាននិយាយថាលោកគ្រូហ្នឹងគឺមានរបស់ខ្លះឲ្យនាងហ្នឹងទៅយកអញ្ចឹងនាងហ្នឹងគឺចង់ពឹងជូនីស៊ីហ្នឹងឲ្យទៅជួយនាងផងជូនីស៊ីក៏បាននិយាយថាអត់អីចាំគាត់នឹងទៅជួយបន្ទាប់មករឿងមួយនេះក៏បានកាត់ទៅដល់កន្លែងផ្សេងមួយទៀតតែពួកគេហ្នឹងគឺបានមកដល់ហាងមួយកន្លែងដែលកាស៊ីហ្នឹងគឺអត់បាននាំជូនីស៊ីហ្នឹងទៅយករបស់អ្វីពីគ្រូនោះទេជូនីស៊ីបានស្គាល់ថាហេតុអីក៏ពួកយើងហ្នឹងមកហាងកាហ្វេទៅវិញពេលហ្នឹងកាស៊ីក៏បានសួរទៅកាន់ជូនីស៊ីថាតើគាត់នឹងចង់បានអីតែជូនីស៊ីក៏បាននិយាយថាគាត់នឹងគឺចង់បានកាហ្វេខណៈពេលដែលគាត់កំពុងតែអង្គុយសឹកៗគាត់នឹងក៏បានសម័យឃើញថាកាស៊ីនឹងគឺបានដើរមកគៀនគាត់ហើយបានអង្គុយលើគាត់យកហ្មងហើយកាស៊ីនឹងថែមទាំងដិតកោរបស់ជូនីស៊ីទៀតបន្ទាប់មកជូនីស៊ីក៏បានដឹងខ្លួនវិញហើយកាស៊ីក៏បានសួរទៅកាន់ជូនីស៊ីថានាងបានឃើញគាត់នឹងស្និទ្ធស្នាលជាមួយនឹងយូកាណាខ្លាំងណាស់ហើយនាងបានសួរថាតើពួកគេទាំងពីរនាក់ហ្នឹងគឺពិតជាមានស្នេហាជាមួយនឹងគ្នាមែនដោយជូនីស៊ីគាត់នឹងក៏បាននិយាយថាគាត់នឹងក៏មិនប្រកាសដែរកាស៊ីបាននិយាយថាមនុស្សដូចជាយូកាណានឹងដូចជាមិនត្រូវគ្នាជាមួយនឹងជូនីស៊ីសោះដែលនាងបានជឿថាភាពស្ងប់ស្ងាត់របស់មនុស្សស្រីដែលមានភាពចាស់ទុំនឹងគឺស័ក្តិសមសម្រាប់ជូនីស៊ីច្រើនជាងប៉ុន្តែជូនីស៊ីគាត់នឹងក៏បាននិយាយថាយូកាណានឹងគឺមានអ្វីដែលល្អច្រើនអំពីនាងបន្ទាប់មករឿងមួយនេះក៏បានកាត់ទៅអាប៉ែស៊ីមផេម្ដងដែលគាត់គឺកំពុងតែមើល live ក្មេងស្រីដែលខេហូបានឲ្យគាត់នឹងមើលកាលពីថ្ងៃមិញហ្នឹងនៅពេលដែលគាត់មើលយូរសុកទៅដូចមានអារម្មណ៍ថាណាគេឌីក្បាលគាត់មិនទេនាងបាននិយាយថាមានកូនឆ្កែមួយហ្នឹងគឺវានឹងអត់គឺវាក៏ទុយរកម្ចាស់វាទេហើយវានឹងបានទៅស្និទ្ធស្នាលជាមួយនឹងមិត្តភ័ក្តិវាដែលចាភ្នែក4នៅពេលហ្នឹងប៉ែស៊ីមផេនឹងក៏ដឹងថាចុងយូប៉ែនេះឌីក្បាលឯងបន្ទាប់មករឿងនេះក៏បានកាត់ទៅដល់ថ្ងៃស្អែកដែលជូនីស៊ីបានទៅជួបជាមួយនឹងយូកាណានៅពេលហ្នឹងកាស៊ីក៏បានទៅតោងដៃរបស់ជូនីស៊ីហើយនាងក៏បានអរគុណទៅកាន់ជូនីស៊ីដែលម្សិលមិញនាងហ្នឹងគឺបានចេញទៅខាងក្រៅជាមួយនឹងនាងដែលបែបហ្នឹងយូកាណាហ្នឹងគឺមានអារម្មណ៍ប្រច័ណ្ឌខ្លាចដែរកាស៊ីបាននិយាយថាចាប់តាំងពីពួកគេហ្នឹងគឺបាននិយាយគ្នាតាំងពីម្សិលមិញនោះមកនាងមានអារម្មណ៍ល្អហើយនាងហ្នឹងគឺចង់និយាយជាមួយនឹងគាត់ទៀតខណៈពេលហ្នឹងអាប៉ែស៊ីមផេហ្នឹងក៏បានយកទូរស័ព្ទហ្នឹងថតទៅលើពួកគេបន្ទាប់មកលោកមិត្តទាំង3នាក់ហ្នឹងក៏បានទៅដល់កន្លែងមួយដែលអាប៉ែស៊ីមផេហ្នឹងគឺមានរឿងមួយចង់បង្ហាញឲ្យពួកគេមើលដែលកាស៊ីនិងក្មេងស្រី live stream ហ្នឹងគឺជាមនុស្សតែមួយទេដោយគាត់ហ្នឹងគឺបានយករូបភាពហ្នឹងដាក់ទន្ទឹមគ្នាដោយដាក់ទៅគឺឃើញថាវាហ្នឹងគឺដូចគ្នាយកហ្មងតែអាប៉ែស៊ីមផេហ្នឹងគឺមានផតតាំងបន្ថែមទៀតដោយបានចាក់ឲ្យពួកគេស្ដាប់
ដោយការប្រយុទ្ធមិញហ្នឹងអ្នកហ្នឹងគឺបានដៀកក្បាលពួកគេហ្នឹងចំយកហ្មងខណៈពេលហ្នឹងរៀងខក៏បានស្ដាប់លើសំឡេងរបស់ពួកគេហើយអ្នកគឺមានការចាប់អារម្មណ៍ខ្លាំងមែនតើចំណែកនៅក្នុងថ្នាក់វិញមិត្តភ័ក្តិរបស់យូកាណាហ្នឹងក៏បានបួយូកាណាហ្នឹងទៅផ្ទះហើយយូកាណាក៏បានឃើញថាជូនីស៊ីហ្នឹងគឺកំពុងតែចាប់និយាយជាមួយនឹងកាស៊ីដោយបែបនេះនាងក៏សម្រេចចិត្តចាក់ចេញទៅផ្ទះជាមួយនឹងមិត្តភ័ក្តិរបស់នាងចំណែកជូនីស៊ីក៏បានសួរទៅកាន់កាស៊ីថាតើនៅថ្ងៃនេះហ្នឹងគ្រូហ្នឹងគឺមានអីឲ្យពួកគេជួយទៀតអត់ដែលជូនីស៊ីក៏បាននិយាយថាអត់មានទេដោយនៅថ្ងៃនេះនាងមានរឿងអ្វីមួយចង់និយាយទៅកាន់ជូនីស៊ីហើយកាស៊ីក៏បាននាំជូនីស៊ីហ្នឹងឡើងទៅលើដំបូលអគារនៅពេលដែលឡើងទៅដល់ជូនីស៊ីក៏បានសួរថាតើនាងហ្នឹងចង់និយាយអីគេហើយកាស៊ីបាននិយាយទៅកាន់ជូនីស៊ីថានាងហ្នឹងគឺពិតជាពេញចិត្តគាត់ខ្លាំងណាស់ដែលនាងហ្នឹងគឺស្រឡាញ់គាត់ហើយនាងហ្នឹងគឺចង់ចេញទៅខាងក្រៅជាមួយនឹងជូនីស៊ីហើយចង់ឲ្យជូនីស៊ីហ្នឹងគឺសំបែកជាមួយនឹងយូកាណាទៅពីព្រោះថានាងហ្នឹងគឺចង់បានជូនីស៊ីតែម្នាក់តែប៉ុណ្ណោះប៉ុន្តែនៅពេលហ្នឹងជូនីស៊ីគឺមិនអាចធ្វើអញ្ចឹងបាននោះឡើយពីព្រោះថាគាត់ហ្នឹងស្រឡាញ់យូកាណាហើយនៅពេលហ្នឹងកាស៊ីក៏បាននិយាយថាឯងនេះគឺគ្រាន់តែជាឆ្កែតែប៉ុណ្ណោះជូនីស៊ីក៏បានឆ្ងល់កាស៊ីបាននិយាយថាឯងហ្នឹងគឺជាឆ្កែរបស់ខ្ញុំមិនក៏ឯងហ្នឹងគឺមិនស្ដាប់តាមសម្ដីរបស់ខ្ញុំអញ្ចឹងនៅពេលហ្នឹងជូនីស៊ីកាន់ខ្លាំងមែនតើមិននឹកស្មានថានាងហ្នឹងចាប់ទៅគាត់នឹងជាឆ្កែសោះដោយសារតែជូនីស៊ីមិនស្ដាប់បង្គាប់របស់នាងក៏បានប្រាប់ទៅកាន់គាត់ថាកាលពីម្សិលមិញនាងគឺបានថតសកម្មភាពពេលដែលពួកគេហ្នឹងនៅក្នុងហាងកាហ្វេហើយបើសិនជារឿងនេះបានដឹងទៅដល់យូកាណាមិនដឹងថានាងហ្នឹងគិតយ៉ាងណាទេហើយជូនីស៊ីក៏បាននិយាយថាកុំធ្វើអញ្ចឹងអីកាស៊ីក៏បាននិយាយថាអញ្ចឹងក៏បានប៉ុន្តែគាត់នឹងគឺទៅសំបែកពីនាងសិនហើយបន្ទាប់ពីគាត់នឹងចាត់ការបញ្ហានឹងរួចទើបនាងនឹងលុបឯកសារនេះចោលជូនីស៊ីនៅពេលហ្នឹងគាត់គឺពិបាកសម្រេចចិត្តខ្លាំងមែនតើខណៈពេលហ្នឹងផងដែរពួកគេទាំង4នាក់ហ្នឹងក៏នៅទីហ្នឹងផងដែរដែលពួកគេហ្នឹងគឺបានធ្វើជា super hero ហ្នឹងហក់ចុះពីលើកន្លែងខ្ពស់មកដែលហក់ចុះមកដល់ក្រោមហ្នឹងគឺជាពុបចឹងដួលផ្កាប់មុខទៅនឹងអស់ហើយបន្ទាប់មករេនខក៏បានទៅចិត្តកាស៊ីហើយនាងហ្នឹងក៏បាននិយាយទៅកាន់កាស៊ីថាកាស៊ីគឺជាអ្នក live stream ពូអាសាម៉ានៅពេលដែលកាស៊ីបានលើអំពីរឿងមួយនេះនាងក៏បានប្រកល់នៅមមរីហ្នឹងដល់ជូនីស៊ីវិញពីព្រោះថានាងមិនចង់បែកធ្លាយរឿងដែលនាងហ្នឹងគឺជាអ្នក live stream នោះឡើយហើយនាងក៏បានសួរទៅកាន់លោកម្ចាស់ទាំង3នាក់នោះវិញពួកគេក៏បាននិយាយថាអីទេរឿងហ្នឹងពួកយើងនឹងរក្សាវានឹងជាការសម្ងាត់រឿងខក៏បានប្រាប់ទៅកាន់ជូនីស៊ីថានាងហ្នឹងគឺមិនចង់ឲ្យយូកាណាហ្នឹងសោកសៅនោះទេខណៈពេលហ្នឹងផងដែរយូកាណាហ្នឹងក៏បានឡើងមកដល់លើដំបូលអគារហើយពួកគេទៅពីរនាក់ហ្នឹងក៏បានធ្វើដំណើរទៅផ្ទះជាមួយនឹងគ្នាយូកាណាបានសួរទៅកាន់គាត់ថាតើគាត់ហ្នឹងបានធ្វើអ្វីខ្លះជាមួយនឹងកាស៊ីតែជូនីស៊ីបាននិយាយថាគាត់តែនិយាយគ្នាអីទុយតែប៉ុណ្្នឹងឯងហើយយូកាណាបាននិយាយថាតែជូនីស៊ីហ្នឹងពេញចិត្តនឹងនាងមែនដែលយូកាណាហ្នឹងគឺមិនបារម្ភពីអ្វីទាំងអស់នៅក្នុងភាពបន្ទាប់ហ្នឹងជូនីស៊ីគាត់ហ្នឹងក៏បានស្មៃឃើញយូកាណាហ្នឹងមកដេកជាមួយនឹងគាត់ហើយគាត់ហ្នឹងក៏បានយកដៃទៅច្របាច់អូប៉ៃរបស់នាងតែនៅពេលដែលគាត់ភ្ញាក់ឡើងគាត់ហ្នឹងក៏ឃើញថាអូប៉ៃអីក៏ធំម៉េះហើយគាត់ក៏ឆ្ងល់ថាតើណាគេហ្នឹងនៅចំពោះមុខគាត់តើនាងហ្នឹងគឺជាណាគេហើយនាងក៏បាននិយាយថាតើគាត់ហ្នឹងអត់ស្គាល់នាងទេហើយនាងហ្នឹងក៏បានបើកបង្អួចដើម្បីឲ្យបន្លឺហ្នឹងចូលមកខាងក្នុងប៉ុន្តែជូនីស៊ីនៅតែឆ្ងល់ថាតើនាងហ្នឹងគឺជាណាគេដោយមិនស្គាល់ថានាងហ្នឹងគឺជាណាគេនាងក៏បានប្រាប់ថានាងហ្នឹងគឺជាណៃណៃនឹងឯងចំលើណៃណៃស្អាតលើនេះតែងខ្លួនឡើងពេញកំមបាត់បន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏បានធ្វើដំណើរទៅកាន់សាលារៀនហើយណៃណៃហ្នឹងគឺបានអបដៃជូនីស៊ីហ្នឹងឡើងពេញណែនហ្មងជូនីស៊ីបានគិតថាបើសិនជាយូកាណាបានខេបែបនេះនាងប្រហែលជាគិតយល់ច្រឡំហើយនៅពេលហ្នឹងលោកម្ចាស់មិត្តរបស់ជូនីស៊ីក៏បានមកដល់ដែលមីនូរូបានចាប់អារម្មណ៍ទៅលើណែណែហើយក៏បានសួរថាតើនាងហ្នឹងគឺជាកូនណាគេហើយនាងក៏បាននិយាយថានាងគឺមានឈ្មោះថាណែណែដែលនាងហ្នឹងគឺជាមិត្តភក្តិរបស់ជូនីស៊ីពេលហ្នឹងមីនូរូគាត់ហ្នឹងក៏បាននិយាយថាមិនគាត់ស្មានថានាងហ្នឹងគឺជាកូនក្មេងតើតាមពិតនាងគឺជាមនុស្សចាស់តែខ្លួនឡើងកទឿនៅពេលហ្នឹងស៊ីមផេគាត់ហ្នឹងក៏បាននិយាយទៅកាន់ជូនីស៊ីថាគាត់ហ្នឹងគឺពិតជាចំណែកនឹងជូនីស៊ីខ្លាំងមែនទែនតែជូនីស៊ីហ្នឹងមានមិត្តស្អាតហើយថែមទាំងអូប៉ៃធំទៀតយ៉ាងហើយណាស់ក៏ជូនីស៊ីហ្នឹងគួរតែណែនាំឲ្យពួកគេហ្នឹងបានស្គាល់ខ្លះជូនីស៊ីបាននិយាយថាហ្នឹងគ្រាន់តែជាមិត្តចាស់សោះហ្នឹងណាហើយណែនាងក៏បានអបដៃរបស់ជូនីស៊ីឡើងណែនយកហ្មងតែធ្វើឲ្យប៉ែពីរនាក់នោះគឺបានមើលហុលឡើងចេញឈាមតាមច្រមុះអស់ហើយតែឃើញថាហ៊ានតែមើលទៀតហ្នឹងគាត់នឹងដឹងតែងាប់ហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានរត់ចាក់ចេញពីទីហ្នឹងទៅបន្ទាប់មកកាស៊ីក៏បានធ្វើដំណើរទៅកាន់ទូលរបស់គាត់ខណៈពេលហ្នឹងគាត់នឹងក៏បានជួបជាមួយនឹងកាស៊ីដែលកាស៊ីហ្នឹងគឺបានអរគុណទៅកាន់ជូនីស៊ីដែលជូនីស៊ីបានប្រាប់រឿងពីថ្ងៃមុនហ្នឹងដល់ណាគេម្នាក់រឿងដែលកាស៊ីនាំជូនីស៊ីឡើងលើដំបូលសាលារៀនហើយជូនីស៊ីបាននិយាយថាអត់អីគាត់នឹងគឺមិនប្រាប់រឿងបែបហ្នឹងទេខណៈពេលហ្នឹងកាស៊ីក៏បានធំខ្លាំងមនុស្សស្រីហ្នឹងនៅខ្លួនរបស់ជូនីស៊ីហើយណែនៅពេលហ្នឹងនាងក៏បានទៅដល់ទីនោះផងដែរតែណែបានប្រាប់ទៅកាន់ជូនីស៊ីថាពួកយើងនឹងទៅផ្ទះជាមួយគ្នាបន្ទាប់ពីរៀនរួចដោយជូនីស៊ីបានប្រាប់ទៅកាន់ណែថាគាត់នឹងប្រហែលជាទៅកន្លែងណាផ្សេងមួយទៀតជាមួយនឹងយូកាណាដែលខាងខ្លាំងពេកណែនឹងក៏បានគវាដៃរបស់ជូនីស៊ីនៅពេលហ្នឹងណែបានឃើញថាកាស៊ីនឹងមានអារម្មណ៍ដូចជាខឹងហើយប្រហែលជានឹងរំខានពេលវេលារបស់ពួកគេដឹងហើយណែក៏បាននិយាយទៅកាន់កាស៊ីថាខ្លួនឡើងធំខ្ពស់កញ្ចាស់ក្បាលប៉ុណ្ណឹងហើយអូប៉ៃនៅរៀបដូចខ្នល់ជាទៀតហើយមើលទៅមុខរបស់អ្នកនឹងប្រហែលអាយុ30ឆ្នាំហើយនៅពេលហ្នឹងធ្វើឲ្យកាស៊ីនឹងគឺខឹងខ្លាំងមែនទែនប៉ុន្តែសំណាងដែលមិត្តភ័ក្តិរបស់កាស៊ីក៏បានហៅនាងឲ្យចាក់ចេញពីទីហ្នឹងបន្ទាប់មករឿងនេះក៏បានកាត់ទៅដល់ក្នុងថ្នាក់ដោយយូកាណាឃើញថាជូនីស៊ីនឹងមើលទៅដូចជាអសើសមាជិកមកនោះទេហើយជូនីស៊ីក៏បាននិយាយថាការប្រឹកមិញហ្នឹងគឺមានរឿងកើតឡើងតិចតួចតែប៉ុណ្្នឹងឯងតែខែបែបហ្នឹងយូកាណាក៏បាននិយាយទៅកាន់ជូនីស៊ីថា
ចឹងនៅចុងសប្តាហ៍នេះពួកយើងទៅដើរលេងទៅដើម្បីឲ្យគាត់នឹងមានភាពសប្បាយរីករាយជួននេះស៊ីបាននិយាយថាតើពួកយើងនឹងគឺត្រូវទៅណាយូកណាបាននិយាយថាអត់ដឹងឯចាំពួកគេនឹងស្វែងរកមើលសិនចំណែកលោកព្រះរបស់យើងវិញនឹងគឺមានការចំណាយជាខ្លាំងហើយពួកគេនឹងគឺបាននិយាយថាហេតុអីក៏ព្រះនឹងគឺបង្កើតឲ្យពួកគេនឹងគឺមានភាពខុសគ្នាអញ្ចឹងណែមីនរូវិញគាត់នឹងក៏បាននិយាយថាវានឹងគឺមិនមែនជាបញ្ហាធំនោះឡើយដោយមីនរូនឹងគឺបានបង្ហាញរបស់មួយដល់ពួកគេមើលដែលនេះនឹងគឺជាកន្លែងដែលកូនខ្មែរនឹងកំពុងតែរស់នៅតែប៉ិស៊ីមផេក៏បាននិយាយថាអូនអើយអនាគតនៅវែងឆ្ងាយណាស់កុំដោយសារតែរឿងបែបនោះប្រយ័ត្នចូលកុបហើយបើសិនជាមីនរូចូលកុបនឹងកំណត់ពួកគេនឹងទៅចូលកុបជាមួយព្រោះថាពួកគេនឹងអត់ដឹងអីទេបន្តមករឿងមួយនេះបានកាត់នៅពេលដែលពួកគេបានញ៉ាំអាហារថ្ងៃត្រង់នៅពេលដែលរៀងខុសញ៉ាំអាហារជាមួយនឹងពួកគេនឹងជួននេះស៊ីនឹងគឺពិបាកខ្លាំងមែនទែនដែលពិបាកនៅក្នុងការដែលគាត់នឹងនិយាយជាមួយនឹងយូកណាខណៈពេលហ្នឹងណែក៏បានទៅដល់ទីហ្នឹងហើយណែក៏បានអបជួននេះស៊ីយកហ្មងដែលណែនឹងគឺបានយកនំគូខេមួយចំនួនហ្នឹងឲ្យជួននេះស៊ីញ៉ាំជួននេះស៊ីបាននិយាយថាអត់ញ៉ាំទេហើយណែនឹងក៏បានឃើញអីដែលប្រដាក់នៅលើថ្ពាល់របស់ជួននេះស៊ីដែលបែបហ្នឹងនាងបានយកដាតរបស់នាងហ្នឹងទៅលើមុខរបស់ជួននេះស៊ីនៅពេលបែបហ្នឹងរេនខូក៏បានសួរកាន់ជួននេះស៊ីថាតើនាងហ្នឹងគឺជាណាគេពេលហ្នឹងជួននេះស៊ីបានសម័យឃើញថាយូកណាហ្នឹងគឺបានចាក់ទាញពីគាត់ហើយរេនខូហ្នឹងគឺបានវាយគាត់ហ្នឹងឡើងត្រង់ខ្លួនហ្មងយូកណាបាននិយាយថានាងធ្លាប់ឃើញក្មេងស្រីម្នាក់នេះកាលពីមុនដែលបានជួបគ្នានៅមាត់ទ្វារសាលាបន្ទាប់ពីពួកគេហ្នឹងបានចេញពីរៀនហើយយូកណាក៏បានសួរទៅកាន់ណែថាតើនាងជាប្អូនស្រីរបស់ជូនីស៊ីមែនណែបាននិយាយថាមែនទេយូកណាបាននិយាយថានាងនឹងនៅចាំណែពីព្រោះថានាងតូចនិងគួរឲ្យស្រឡាញ់ថ្ងៃមុនយូកណាគឺបានណែនាំខ្លួនតែដូច្នេះនាងក៏បានណែនាំខ្លួនតែនាងមានឈ្មោះថាយូកណាជាមិត្តស្រីរបស់ជូនីស៊ីនៅពេលហ្នឹងនាងក៏បាននិយាយធ្វើដូចជាមនុស្សចាស់តែវាគឺជារឿងដែលអស្ចារ្យសម្រាប់ពួកគេណែដែលឃើញថាมันអាចប្រជែងជាមួយនឹងយូកណាបាននាងក៏បានឲ្យយូកណានឹងរត់ជង្គង់ចោះសិនមកបន្ទាប់មកពួកគេទាំងពីរហ្នឹងក៏បានយកអូប៉ៃហ្នឹងទៅវាស់វែងគ្នាដែលយូកណាគឺមានការសប្បាយចិត្តជាខ្លាំងហើយក៏បានហៅរ៉េងខូនឹងទៅវាស់វែងជាមួយដែរចំណែកជូនីស៊ីវិញគឺគៀងយកមកមិនដឹងថាពួកគេធ្វើអីនេះខណៈពេលហ្នឹងណែគឺអត់សូវសប្បាយចិត្តបាននោះទេមិញនាងគឺចង់ដឹងថាតើអូប៉ៃណាគេធំជាងគេតែពួកគេបែរជាយកអូប៉ៃដែលធំជាងគេរបស់នាងនេះទៅលេងសើចទៅវិញបន្ទាប់មកណែក៏បាននិយាយទៅកាន់យូកណាថាជូនីស៊ីនឹងគឺមិនសមមានមិត្តស្រីនោះទេយូកណាក៏បាននិយាយថាហេតុអីក៏ជូនីស៊ីនឹងមិនអាចមានមិត្តស្រីណែក៏បាននិយាយថាដោយសារតែនាងគឺបានស្គាល់គាត់ហើយពួកគេនឹងគឺបានស្គាល់គ្នានឹងតាំងពីក្មេងម៉េចយូកណាក៏បាននិយាយថាវានឹងគឺមិនមែនជាហេតុផលសម្រាប់រឿងមួយនឹងនោះឡើយដោយណែដឹងថាខ្លួនឯងនិយាយមិនឈ្នះគេនាងក៏បានចាក់ចេញពីទីហ្នឹងហើយរឿងនេះក៏បានកាត់នៅពេលយប់ខណៈពេលដែលជូនីស៊ីកំពុងតែដេកនៅពេលហ្នឹងក៏មានអ្វីមួយគឺបានវាចូលទៅក្នុងភួយរបស់គាត់ហើយជូនីស៊ីក៏បានសួរទៅកាន់ណែថាតើនាងធ្វើអីគេនៅពេលហ្នឹងគាត់នឹងក៏បានចាប់អារម្មណ៍ឃើញថាណែហ្នឹងគឺស្លាប់យកហ្មងហើយកន្លែងហ្នឹងផងដែរណែគឺបានយកដៃរបស់ជូនីស៊ីហ្នឹងទៅប៉ះលើអូប៉ៃរបស់នាងយកហ្មងហើយនាងបានប្រាប់ទៅកាន់ជូនីស៊ីថានេះគឺជារឿងតែមួយគត់ដែលអាចធ្វើឲ្យជូនីស៊ីហ្នឹងគឺស្រឡាញ់នាងបាននៅពេលហ្នឹងជូនីស៊ីគាត់នឹងចង់ងើបឡើងប៉ុន្តែអូប៉ៃរបស់នាងហ្នឹងគឺបានហាមឃាត់គាត់ជាប់ហើយណែក៏បាននិយាយទៅកាន់ជូនីស៊ីថានាងហ្នឹងគឺចង់បានកូនមួយចឹងនាងចង់ឲ្យជូនីស៊ីហ្នឹងគឺជួយបង្កើតវាមកផងនៅគណៈពេលហ្នឹងជូនីស៊ីគឺខ្លាំងមែនតើហើយនៅពេលហ្នឹងគាត់ក៏បានសម័យឃើញថាវីរៈបុរសព្រហ្មចារារបស់គាត់ហ្នឹងគឺចង់អស់ស៊ីននៅតែហ្នឹងហើយប៉ុន្តែវីរៈបុរសអាសដែលជាវីរៈបុរសចង់អស់ស៊ីនជាមួយនឹងយូកណាហ្នឹងក៏បានមកដល់ទីហ្នឹងដែលបានប្រាប់ទៅកាន់វីរៈបុរសព្រហ្មចារានឹងថាកុំធ្វើអញ្ចឹងអីពីព្រោះថាវានឹងគឺជាក្មេងស្រីទេហើយព្រហ្មចារានឹងទុកឲ្យទៅយូកណាម្នាក់ទៅបានហើយដោយសារតែនិយាយគ្នាមិនស្ដាប់នឹងវីរៈបុរសអាសនឹងក៏បានចាត់ការទៅលើវីរៈបុរសព្រហ្មចារានឹងទៅបន្ទាប់មកជូនីស៊ីក៏បានប្រាប់ទៅកាន់ណែថាពួកគេនឹងគឺមិនអាចធ្វើអញ្ចឹងបាននោះឡើយព្រោះថាគាត់នឹងគឺមិនចង់ប្រើអារម្មណ៍របស់នាងនឹងមកកំចាត់នៅព្រហ្មចារារបស់គាត់នោះទេណែបាននិយាយថានាងគឺមិនខ្វល់នោះទេនាងគឺចង់ខ្លាយទៅជាមនុស្សដំបងរបស់ជូនីស៊ីបាននិយាយថាអត់ការទេគាត់នឹងគឺមិនចង់ឃើញយូកណានឹងសោកសៅនោះទេណែនៅពេលហ្នឹងនាងក៏បានយំហើយកាលពីក្មេងហ្នឹងជូនីស៊ីហ្នឹងគឺធ្លាប់បានសន្យាជាមួយនឹងនាងថាពួកគេនឹងរៀបការជាមួយនឹងគ្នានៅពេលដែលពួកគេនឹងធំឡើងហើយការសន្យានឹងមកដល់ឡើយហ្នឹងគឺគ្រាន់តែជាសេចក្តីអត់ប្រយោជន៍តែប៉ុណ្ណោះនាងអត់បាននិយាយអីច្រើនទេហើយនាងក៏បានដើរចាក់ចេញពីទីហ្នឹងទៅនៅថ្ងៃស្អែកក៏បានមកដល់ជូនីស៊ីហ្នឹងក៏បានជួបជាមួយនឹងយូកណាហើយនាងហ្នឹងក៏បានយកក្បាលរបស់គាត់ហ្នឹងទៅអប់ជាមួយនឹងអូប៉ៃរបស់នាងយកហ្មងណែក៏បានទៅដល់ទីហ្នឹងផងដែរហើយនាងក៏បានអប់ទៅកាន់ជូនីស៊ីហើយកន្លែងហ្នឹងលក្ខណៈថាពួកគេនឹងស្និទ្ធស្នាលគ្នាដូចជាបងប្អូនអញ្ចឹងនៅក្នុងភាពបន្ទាប់លោកព្រះទាំង3ហ្នឹងគឺមានអ្វីចង់បង្ហាញដល់ជូនីស៊ីដែលស៊ីមផេបាននិយាយថាពួកគេហ្នឹងគឺមានល្បែងមួយដែលមានឈ្មោះថា King Game ហើយល្បែងមួយហ្នឹងគឺវាមានប្រយោជន៍ហើយវាហ្នឹងគឺចំណេញច្រើនទៀតអាហ្គេមមួយនេះបើសិនជាមានមនុស្សកាន់តែច្រើនគឺកាន់តែល្អស៊ីមផេហ្នឹងគឺបានប្រាប់ទៅកាន់ជូនីស៊ីថាឲ្យយូកណាហ្នឹងបង្រួបមិត្តភក្តិរបស់នាងហើយជាមួយនឹងពួកគេហ្នឹងទៅកាន់ផ្ទះរបស់នាងទៅពួកគេហ្នឹងគឺអាចរៀបចំល្បែងមួយហ្នឹងបានដោយជូនីស៊ីបាននិយាយថាអីចាំរឿងហ្នឹងគាត់ហ្នឹងគឺចំណេញចាត់ការបន្ទាប់មកនៅពេលមកអាហារថ្ងៃត្រង់ជូនីស៊ីហ្នឹងគឺកំពុងតែញ៉ាំអាហារជាមួយនឹងយូកណាដែលជូនីស៊ីក៏ដឹងថាត្រូវនិយាយមិនទៅកាន់យូកណានោះឡើយហើយដែលសារតែការគិតហ្នឹងគាត់ហ្នឹងគឺមិនដឹងថាយូកណាគឺកំពុងតែនិយាយអីទៅលើគាត់នោះទេដោយយូកណាបានសួរតាមជូនីស៊ីថាតើគាត់ហ្នឹងអត់បានស្ដាប់នាងនិយាយទេយូកណាបាននិយាយថាវាហ្នឹងគឺវិស្ម័យការរដូវក្តៅដោយយូកណាបាននិយាយថាពួកយើងហ្នឹងគួរតែទៅដើរដីនៅកន្លែងណាមួយនៅពេលសម្រាកដោយលើបែបហ្នឹងជូនីស៊ីក៏បាននិយាយទៅកាន់យូកណាថា
គាត់នឹងគឺរីករាយណាស់នៅពេលដែលគាត់នឹងគឺបានទៅណាជាមួយនឹងយូកាណាហើយកន្លែងណាក៏បានដែរដែលនាងចង់ទៅគាត់នឹងទៅជាមួយបន្ទាប់មកយូនីស៊ីគាត់ក៏បាននឹកឃើញអំពីគំនិតរបស់គាត់ហើយគាត់នឹងក៏បាននិយាយទៅកាន់យូកាណាថាតើនៅថ្ងៃនេះបន្ទាប់ពីចេញពីរៀនហ្នឹងតើគាត់អាចទៅផ្ទះរបស់នាងបានអត់យូនីស៊ីឃើញថាយូកាណាហ្នឹងគឺទម្លាក់ទឹកមុខចុះយូនីស៊ីក៏បាននិយាយទៅកាន់យូកាណាថាបើសិនជាថ្ងៃនេះនាងរវល់ចឹងមិនបាច់ទេចាំថ្ងៃក្រោយក៏បានដែរយូកាណាក៏បាននិយាយថាអីថ្ងៃនេះបានតើយូនីស៊ីបាននិយាយថាអញ្ចឹងជួយអញ្ជើញរៀងខុសនឹងណែជាមួយនឹងមិត្តភ័ក្តិរបស់គាត់ផងនៅពេលហ្នឹងយូកាណាក៏បានទម្លាក់ទឹកមុខចុះវិញដែលបានធ្វើឲ្យយូនីស៊ីគិតថានាងប្រហែលជាខឹងគាត់ហើយដែលយូកាណាបាននិយាយថាអីចាំនាងហ្នឹងទៅសួររៀងខុសហើយឲ្យយូនីស៊ីហ្នឹងទៅនាំណែមកយូនីស៊ីក៏បានសួរទៅកាន់នាងថាហេតុអីក៏នាងខឹងយូកាណាបាននិយាយថាចុះនាងខឹងពីអង្កាលពេលហ្នឹងយូនីស៊ីគឺអត់យល់ពីចិត្តរបស់នាងទេហើយអ្វីដែលពួកគេនិយាយបាញ់មិញហ្នឹងកាស៊ីក៏បានឃើញផងដែរបន្ទាប់មកនៅពេលដែលដល់ម៉ោងចេញទៅផ្ទះតែមិត្តភ័ក្តិរបស់យូនីស៊ីហ្នឹងបានប្រាប់ទៅកាន់គាត់ថាពួកគេហ្នឹងនឹងទៅផ្ទះជាមុនសិនហើយបន្ទាប់មកទៅពួកគេហ្នឹងមកតាមយូនីស៊ីហ្នឹងតាមក្រោយហើយរឿងមួយនេះហ្នឹងគាត់ហ្នឹងក៏បានប្រាប់យូកាណាហ្នឹងរួចហើយពេលហ្នឹងយូនីស៊ីបានសម័យឃើញថាគាត់ហ្នឹងគឺបាននៅជាមួយនឹងយូកាណាក្នុងបន្ទប់តែ2នាក់ពេលហ្នឹងកាស៊ីក៏បានសួរទៅកាន់យូនីស៊ីថាតើគាត់ហ្នឹងមានរឿងអីគេបាននិយាយឈុលលេខឡោអញ្ចឹងនៅពេលហ្នឹងក៏បានធ្វើឲ្យយូនីស៊ីហ្នឹងគាត់ភ្ញាក់ដែលយូនីស៊ីបានសួរថាតើនាងធ្វើអីគេតែកាស៊ីក៏បាននិយាយថានាងហ្នឹងគឺហ៊ាននឹងទៅផ្ទះហើយប៉ុន្តែដោយសារតែថ្ងៃនេះហ្នឹងនាងគឺមានសេរីភាពអញ្ចឹងនាងចង់ទៅណាក៏បានដែរកាស៊ីក៏បានសួរទៅកាន់យូនីស៊ីថាតើគាត់ធ្វើអីគេបានជាឈរនៅទីនេះយូនីស៊ីបាននិយាយថាគាត់ហ្នឹងគឺកំពុងតែរងចាំយូកាណាដើម្បីធ្វើដំណើរទៅផ្ទះរបស់នាងដោយកាស៊ីស្ដាប់ទៅដូចជាសប្បាយដែរហើយនាងក៏បានដើរទៅជិតយូនីស៊ីដែលបានធ្វើឲ្យយូនីស៊ីភ័យខ្លាំងមែនទែនដោយគិតថានាងធ្វើអីហើយដោយភ័យបែបហ្នឹងយូនីស៊ីបានសួរទៅកាន់នាងថាតើនាងចង់ទៅជាមួយនឹងពួកគេអត់កាស៊ីបាននិយាយថាបើសិនជាយូនីស៊ីទទួលអញ្ចឹងនាងទៅក៏បានដែរអញ្ចឹងប៉ុន្តែនាងទៅផ្ទះជាមុនសិនហើយគាត់នឹងចាំផ្ញើ location ឲ្យនាងមើលមកបន្ទាប់មកយូកាណាក៏បានមកដល់យូនីស៊ីបាននិយាយថាគាត់នឹងគឺទៅតែអញ្ជើញកាស៊ីទៅជាមួយដែរយូកាណាបាននិយាយថាមនុស្សកាន់ចត្រាងកាន់តែសប្បាយអញ្ចឹងវានឹងគឺមិនអីនោះទេបន្ទាប់មកនៅពេលដែលយូនីស៊ីកំពុងតែអង្គុយនៅខាងក្រៅបន្ទប់របស់នាងយូនីស៊ីបានសម័យឃើញថាយូកាណានឹងគឺបានហៅគាត់នឹងឲ្យទៅនៅក្នុងបន្ទប់តែ2នាក់ដែលមិនចង់ចាំយូនីស៊ីនឹងបំរុងនឹងបើកទ្វារចូលណាប៉ុន្តែយូកាណាក៏បានបើកទ្វាររួចហើយក៏បានហៅឲ្យយូនីស៊ីនឹងចូលមកខាងក្នុងមកដែលអំបញ្ញមិញហ្នឹងនាងគឺកំពុងតែរៀបចំបន្ទប់របស់នាងខណៈពេលហ្នឹងយូនីស៊ីឃើញថាយូកាណាហ្នឹងគឺស្លៀកពាក់ខ្លីហើយសម្លឹងមើលអូប៉ែរបស់នាងទៀតមកឡើងក្រហមតែតយូកាណាបានសួរទៅកាន់យូនីស៊ីថាតើគាត់កំពុងតែមើលអូប៉ែរបស់នាងមែនយូនីស៊ីក៏បាននិយាយថាអត់ទេនៅពេលហ្នឹងយូកាណាក៏បានសួរទៅកាន់យូនីស៊ីថាតើគាត់នឹងចូលចិត្តអូប៉ែរបស់នាងខ្លាំងមែនចំកន្លែងហ្នឹងទូអង្គស្រីហ្នឹងដូចធ្វើស៊ីផ្លូវចិត្តយូនីស៊ីខ្លាំងណាស់ហើយធ្វើស៊ីទាំងផ្លូវចិត្តអ្នកមើលទៀតនេះបន្ទាប់មកយូនីស៊ីក៏បានបដូរប្រធានបទដែលបានសួរថាតើឪពុកម្ដាយរបស់នាងហ្នឹងគឺនៅណាយូកាណាក៏បានខ្សឹបដាក់ទៅជារបស់គាត់ដែលបានប្រាប់ថាពួកគេហ្នឹងគឺអត់នៅនេះទេហើយកន្លែងហ្នឹងផងដែរយូកាណាហ្នឹងដូចមានបំណងចង់ស៊ីព្រំចារារបស់យូនីស៊ីមិនទេហើយកន្លែងហ្នឹងប៊ីនឹងពួកគេបានស៊ីព្រំចារាហើយណារ៉េនខូហ្នឹងក៏បានធ្វើដំណើរចូលមកខាងក្នុងដែលបានធ្វើឲ្យពួកគេហ្នឹងគឺដាច់យកហ្មងយូកាណាក៏បានសួរទៅកាន់រ៉េនខូថាហេតុអីក៏នាងអាចចូលមកខាងក្នុងនេះបានរ៉េនខូក៏បាននិយាយថាដោយសារតែនាងហ្នឹងគឺមានសោតសគូអញ្ចឹងគឺចូលបានហើយហើយរ៉េនខូក៏បានសួរថាតើពួកគេទាំងពីរនាក់នេះកំពុងធ្វើអីគេមិញយូកាណាបាននិយាយថាមានអីទេគ្រាន់តែនិយាយគ្នាលេងហ្នឹងពេលហ្នឹងណែក៏បានទៅអោបដៃរបស់យូនីស៊ីតែនាងបានប្រាប់ទៅគាត់ថាគាត់នឹងគឺអាចប៉ះអូប៉ែរបស់នាងហ្នឹងក៏បានគ្រប់ពេលដោយឃើញបែបហ្នឹងកាស៊ីក៏បានទៅធាក់គាត់នឹងចំកណ្ដាលមុខទៅនៅពេលហ្នឹងរ៉េនខូក៏បានសួរទៅកាន់កាស៊ីថាតើនាងមកធ្វើអីនៅទីនេះកាស៊ីបាននិយាយថានាងគឺគ្រាន់តែទៅលេងទៅមិត្តភ័ក្តិមកស្ទើរក្រោយមកលោកមិត្តព្រះទាំង3ក៏បានមកដល់ទីហ្នឹងដែលស៊ីមផេហ្នឹងគឺបានតុបតែងខ្លួនហ្នឹងដូចជាគិរីតូដែលអ្នកនរតបមើលរឿងហ្នឹងប្រហែលជាស្គាល់ហើយបន្ទាប់មកពួកគេហ្នឹងក៏បានទៅអង្គុយជុំតុគ្នាតែយូនីស៊ីក៏បានណែនាំឈ្មោះរបស់មិត្តភ័ក្តិគាត់ដែលមានដូចជាស៊ីមផេខេហូនិងមីណូរូរ៉េនខូក៏បានសួរថាតើពួកយើងនឹងត្រូវធ្វើអីនៅពេលដែលពួកយើងនឹងមកជួបជុំគ្នាអញ្ចឹងស៊ីមផេក៏បាននិយាយថាគាត់នឹងគឺមានហ្គេមមួយចង់ឲ្យពួកគេនឹងលេងដែលមនុស្សប្រុសលេងក៏បានស្រីក៏លេងបានដែរដោយស៊ីមផេគឺបានយកចង្កឹះមួយចេញមកហើយក៏បានប្រាប់ទៅកាន់ពួកគេថាហ្គេមនេះគឺមានឈ្មោះថា King Game ហើយអ្នកដែលចាប់បានចង្កឹះដែលមានឈ្មោះថា King Game នឹងអាចបញ្ជាអ្នកដែលមានលេខនៅក្នុងចង្កឹះនីមួយៗនឹងឲ្យធ្វើអ្វីក៏បានដែរដោយឃើញថាហ្គេមមួយនឹងស្ដាប់ទៅដូចជាមានការចាប់អារម្មណ៍ជាខ្លាំងពួកគេនឹងក៏បានយកព្រមលេងទៅហើយការចាប់ផ្ដើមមុនដំបូងនឹងអ្នកដែលចាប់បាន King Game នឹងគឺ KO គាត់បាននិយាយថាលេខ2ទៅលេខ5ហើយនៅពេលហ្នឹងមានអីរ៉េនខូហ្នឹងក៏បានទិះយូនីស៊ីហ្នឹងមកដៃចំកណ្ដាលមុខទៅដោយសារតែរ៉េនខូហ្នឹងគឺចាប់បានលេខ2ចំណែកយូនីស៊ីវិញគឺចាប់បានលេខ5យូកាណាបានសួរថាអត់អីណាហើយយូនីស៊ីបាននិយាយថាអត់អីទេខណៈពេលហ្នឹង KO ក៏បានប្រាប់ទៅកាន់យូនីស៊ីថាកម្មទីទៀតហ្នឹងចាំគាត់ហ្នឹងឲ្យយូនីស៊ីហ្នឹងគឺបានថើបជាមួយនឹងយូកាណាបន្ទាប់មកអ្នកដែលចាប់បានធ្វើជា King Game ហ្នឹងគឺយូកាណាដែលនាងបានប្រាប់ឲ្យលេខ1ហ្នឹងធ្វើដូចជាទារកទៅហើយអ្នកដែលទទួលបានលេខ1ហ្នឹងគឺកាស៊ីហើយនាងក៏បានធ្វើតាមទៅហើយអ្នកដែលធ្វើជា King Game បន្ទាប់ហ្នឹងគឺកាស៊ីហើយនាងបានប្រាប់អ្នកដែលមានលេខ6ហ្នឹងឲ្យធ្វើខ្លួនហ្នឹងស៊ីដូចជាតុក្កតាគំនូរជីវចរហើយនាងក៏បានធ្វើឡើងអាប៉ែ2នាក់នោះមើលឡើងចំហភ្នែកឡើយបន្ទាប់មកពួកគេទាំងអស់គ្នាហ្នឹងគឺបានលេងហ្គេមមួយហ្នឹងលេងយ៉ាងសប្បាយរីករាយខ្លាំងមែនទែនមកទទួលក្រោយមក Keho ក៏បានប្រាប់ទៅកាន់ Junichi ថាលើកនេះគាត់នឹងធ្វើឲ្យខ្លួនឯងហ្នឹងកើតទៅជា King Game ម្ដងដោយគាត់នឹងគឺបានរៀបចង្កឹះដោយសារតែគាត់នឹងគឺលេងហ្គេមនេះស្ទើរអញ្ចឹងគាត់ដឹងថាមួយណាគឺជា King Game ហើយគាត់នឹងក៏បានប្រាប់ឲ្យ Junichi ហ្នឹងគឺត្រៀមទៅថើបយូកាណាហើយទៅ
បន្ទាប់មកនៅពេលដែល Simpe បានក្លាយទៅជាស្ដេចហើយគាត់នឹងក៏បានប្រាប់ទៅកាន់ពួកគេថាម្នាក់ថាបស្ដាប់3ថាបពីដើមអណ្ដាតហើយក៏បានរកឲ្យលេខ1លេខ2និងលេខ3ហ្នឹងគឺងើបឡើងមកប៉ុន្តែពួកទាំងអស់ហ្នឹងគឺមិនស្រីណាគឺប្រុសគ្នាឯងយកហ្មងនៅពេលអំបែងមិញហ្នឹង Junichi ហ្នឹងគឺបានលួចដូចចកើដោយសារតែគាត់ហ្នឹងគឺមិនចង់ឲ្យពួកបរិសុទ្ធប្រុសទាំងអស់នេះហ្នឹងគឺបានទទួលនៅស្នាមថើបនោះទេអានេះលក្ខណៈមិត្តថាមានទុករួមទុកមានសុខរត់ចោលនេះនៅទៅនឹងមានអីទៀតពួកគេហ្នឹងក៏ស្រែកចិត្តថើបគ្នាទាំងបខំចិត្តយកហ្មងទៅតែ Junichi ហ្នឹងគឺបានថើបជាមួយនឹង Heiho ហើយ Simpe ហ្នឹងគឺបានថើបជាមួយនឹង Minoru ហើយរឿងដែលជួបជុំគ្នានៅទីហ្នឹងពួកគេគឺសប្បាយចិត្តខ្លាំងមែនតើនៅពេលហ្នឹង Yukana ក៏បានអរគុណទៅកាន់ Junichi ដែលបានជួយសង្គ្រោះពួកគេបន្ទាប់មកពួកគេក៏បាននិយាយអំពីវិសម័យកាលដែលក្តៅថាតើពួកគេនឹងទៅណា Renko បាននិយាយថាពួកយើងនឹងគួរតែទៅឆ្នេរទៅដោយលើបែបហ្នឹងពួកគេនឹងក៏បានយល់ព្រមទៅថាពួកគេនឹងទៅឆ្នេរប៉ុន្តែពួកគេនឹងគឺអត់ទាន់មានលុយនឹងនៅក្នុងការធ្វើដំណើរទៅទេដូច្នេះហើយពួកគេនឹងក៏សម្រេចចិត្តថាពួកគេនឹងទៅរកលុយដើម្បីធ្វើដំណើរទៅកាន់ឆ្នេរនៅវិសម័យកាលដែលក្តៅមកយើងកម្មដល់ភាគទី7វិញម្ដងពួកគេទៅ4នាក់ហ្នឹងគឺកំពុងតែនិយាយគ្នាដែលពួកគេនឹងគឺដឹងថាត្រូវធ្វើការនៅកន្លែងណាឡើយតែអបិភ័យ4ក៏បាននិយាយថាគាត់នឹងគឺមានការងារសម្រាប់ឲ្យពួកគេនឹងធ្វើដែរគាត់នឹងក៏បានយកទូរស័ព្ទចេញមកដែលការងាររបស់ KO ហើយនឹងអបិភ័យ4ហ្នឹងគាត់នឹងទៅធ្វើជាអ្នករៀបចំសភៅអីអញ្ចឹងទៅហើយចំណែកឯអបិកថតវិញគឺទៅធ្វើការជាអ្នកមើលថែក្មេងហើយចំណែកឯតួឯកប្រុសរបស់យើងវិញហ្នឹងនឹងទៅធ្វើជាអ្នកផ្នែកខាងផ្ទះបាយហើយបន្ទាប់ពីនិយាយគ្នារួមពួកគេទាំងអស់គ្នាហ្នឹងក៏បាននាំគ្នាចេញទៅធ្វើការអញ្ចឹងទៅហើយយើងក៏លេចមកមើលអបិផ្នែក4ហើយនឹងគេវិញម្ដងគ្រាន់តែពួកគេធ្វើការថ្ងៃដំបូងសងពួកគេខន់ចង់បាក់កហើយ Junichi វិញគាត់ក៏បានទៅធ្វើការនៅហាងកាហ្វេមួយកន្លែងហើយពេលដែលចូលទៅដល់ហ្នឹងក៏បានជួបជាមួយនឹងអ្នកស្គាល់គ្នាអញ្ចឹងទៅហើយពួកគេទៅ4នាក់ហ្នឹងក៏មកធ្វើការនៅកន្លែងហ្នឹងផងដែរហើយ Yukana នាងក៏បានសួរថាតើគាត់ហ្នឹងមកទីនេះធ្វើអីហើយគាត់នឹងក៏បាននិយាយថាគាត់នឹងមកធ្វើការនៅផ្នែកផ្ទះបាយហើយគណៈពេលផងដែរក៏មានអ្នកគ្រប់គ្រងបានដើរមកកាន់ទីនោះដែលគាត់ម្ដងហ្នឹងចេះឆ្ងោកលើឆ្ងោកក្រោមចឹងទៅហើយគាត់នឹងក៏បានសួរទៅកាន់ Junichi ថាតើឯងមកធ្វើការថ្ងៃនេះមែនហើយ Junichi ក៏បាននិយាយថាបាទហើយបន្តមកពួកគេទៅ4នាក់ហ្នឹងក៏នាំគ្នាធ្វើការចឹងទៅហើយពេលនោះផងដែរក៏មានបរិមម្នាក់បានធ្វើឲ្យទឹកលើតុហ្នឹងក៏ពុបហើយRenkoនឹងក៏បានយកកណ្ដាលរបស់នាងទៅជូតលើតុហ្នឹងទៅហើយពេលហ្នឹងពេលគេកំពុងទៅជូតហ្នឹងក៏ទៅឆ្ងោអញ្ចឹងឯងហើយគាត់នឹងគឺចង់ឲ្យនាងបំពេញសេវាកម្មផ្លូវភេទរបស់គាត់តែនាងក៏បាននិយាយថានាងគឺឲ្យបំពេញសេវាកម្មផ្លូវភេទអញ្ចឹងទេហើយនាងក៏បានធាក់ពីបើចឹងអញ្ចឹងទៅហើយបន្តមកយើងក៏រត់លេខមកមើលអបិភ័យ4ហើយនឹងគេអូម្ដងអបិភ័យ4គាត់គឺប្រជាធ្វើការលឿនឡាហើយថែមទាំងលួយទៀតដែលគាត់នឹងក៏បានរៀបចំសភៅប្រឡំលោកយ៉ាងពិសេសសម្រាប់ភ្ញៀវហើយបន្តមកយើងក៏ទៅដល់កន្លែងមួយទៀតJunichiគាត់ក៏បានដើរចូលទៅក្នុងបន្ទប់ហើយពេលដែលចូលទៅក្នុងបន្ទប់ហ្នឹងគាត់ក៏ដឹងថា Kashi នឹងគឺបានផ្លាស់ប្ដូរសម្លៀកបំពាក់នៅក្នុងហ្នឹងឯងហើយគាត់ក៏ត្រូវមកកាភ្លៀងទៀតអញ្ចឹងទៅហើយបន្តមក Yukana នឹងក៏បានសួរទៅកាន់ Junichi ថាតើគាត់នឹងមើល Kashi ផ្លាស់ប្ដូរសម្លៀកបំពាក់មែនហើយគាត់ក៏បាននិយាយថាមែនទេគាត់នឹងគឺបានព្យាយាមមើលនាងផ្លាស់ប្ដូរសម្លៀកបំពាក់ទេអាហ្នឹងគ្រាន់តែជារឿងចៃដន្យទេហើយថ្ងៃទី20មុនពេលវិសម័យកាលរដូវក្តៅម្ដងYukana នាងគឺបច្ចេកក្តៅខ្លាំងណាស់ដោយសារតែម៉ាស៊ីនត្រជាក់គឺវាខូចហើយនាងក៏ឃើញទឹកក្រោយរបស់ Junichi ហើយនាងក៏បានយកមកផឹកអញ្ចឹងទៅហើយ Junichi គាត់គឺមានបំណងចង់ផឹកទឹកក្រោយចេញពីមាត់របស់នាងហើយពេលដែលគាត់បំរុងនឹងផឹកហ្នឹងទាំងខោនាងក៏បានមកដល់ទីនោះហើយនាងថែមទាំងចាំដល់ទឹកក្រោយរបស់ Junichi ទៀតដែលធ្វើឲ្យគាត់អន់អញ្ចឹងទៅហើយបន្ទាប់មកយើងចូលទៅកន្លែងអបិផ្នែក4វិញម្ដងអ្នកគ្រប់គ្រងនៅទីនោះគាត់ក៏បាននិយាយថាគាត់នឹងសុំពេលស្នាក់មួយរយៈពេលខ្លីហើយអបិផ្នែក4នឹងធ្វើជាអ្នកគ្រប់គ្រងបន្តនៅទីនេះអបិផ្នែក4ក៏បាននិយាយថាគាត់នឹងលក់សភៅប្លង់លោកនេះធ្វើដងហើយនៅខ្លះទៅជាអ្នកលក់លេខ1ហើយបន្តមកពួកគេទាំងអស់គ្នាហ្នឹងក៏នាំគ្នាធ្វើការពីមួយថ្ងៃអញ្ចឹងទៅហើយបន្តមកដល់ថ្ងៃទី24ដែលនៅសល់តែ6ថ្ងៃទៀតទេដែលពួកគេនឹងទៅលេងឆ្នេរហើយនៅក្នុងយប់នោះផងដែរអ្នកគ្រប់គ្រងនៅក្នុងហាងកាហ្វេគាត់នឹងក៏បានរៀបចំសម្លៀកបំពាក់ហើយនៅសភៅប្លង់លោកបន្តមកយើងកាន់មកដល់ថ្ងៃទី25នៅសល់តែ5ថ្ងៃ Yukana នេះក៏បានសួរទៅកាន់ Junichi ថានាងគឺបានស្លៀកសម្លៀកបំពាក់ហើយនាងគឺដឹងថានាងគួរតែអានសភៅប្លង់លោកមួយណាទេហើយនៅគណៈពេលនោះផងដែរពួកគេទៅ3នាក់នោះក៏បានមកដល់ទីនោះហើយនៅគណៈពេលនោះផងដែរ Kashi នឹងក៏បានយកសភៅលើតុមកមើលហើយនាងក៏បានអានសភៅនោះពេលដែលអានទៅនាងគឺមានអារម្មណ៍ថាវាគឺដូចជាអាក្រក់ហើយនាងក៏បានចេញពីទីនោះទៅហើយនៅពេលនោះផងដែរនាងក៏បានយកសភៅនោះមកមើលដែរពេលដែលនាងអានហ្នឹងគឺពិតជាចូលទូខ្លាំងមែនតើហើយទាំងខនាងដូចជាឃើញតំណងហើយនាងក៏យកមកមើលដែរទៅហើយថែមទាំងបន្ថែមបោយទៀតហើយ Yukana ឃើញថាពួកគេទាំងពីរនាក់ហ្នឹងអានទៅតំណងហើយនាងក៏បានយកសភៅនោះមកមើលពេលដែលនាងអានហ្នឹងនាងអានរហូតដល់យំហើយ Junichi ក៏បាននិយាយថាឲ្យឈប់អាននៅ
រឿងបែបហ្នឹងចឹងទៅហើយពេលនោះផងដែរពេលគ្រប់គ្រងគាត់ក៏បានមកដល់ទីនោះហើយគាត់ក៏បាននិយាយថាតើអ្នកនរគ្នាហ្នឹងគឺបានជ្រើសរើសសភៅដើម្បីអាននៅមុខអតិថិជនអត់បើសិនជាពួកអ្នកអានអតិថិជនប្រកាសជាពេញចិត្តហើយបន្ទាប់មកជូនីស៊ីក៏បាននិយាយថាហើយក៏អ្នកចង់ឲ្យសិស្សសាលាត្រូវអានសភៅរឿងប្រឡំលោកបែបនេះហើយអ្នកគ្រប់គ្រងនៅទីនោះគាត់ក៏បាននិយាយថាហ្នឹងគឺគ្រាន់តែជារឿងធម្មតាដែរហើយគណៈពេលដែលពួកគេទៅពីរនាក់គឺកំពុងតែឆ្លោះគ្នាហ្នឹងខាស៊ីនឹងក៏បានមកដល់ទីនោះហើយអ្នកក៏បានយកទូរស័ព្ទមួយទៅឲ្យអ្នកគ្រប់គ្រងហើយនៅពេលដែលអ្នកគ្រប់គ្រងនិយាយទូរស័ព្ទនោះចប់គាត់ក៏បាននិយាយថារឿងដែលកើតឡើងនៅថ្ងៃនេះគឺមិនចំចឹងទៅហើយធ្វើការដូចធម្មតាអញ្ចឹងហើយបន្ទាប់ពីដោះស្រាយរឿងចប់យូកាណានិងជូនីស៊ីក៏បានដើរតាមផ្លូវហើយយូកាណានេះក៏បាននិយាយថានឹងគឺពិតជាសប្បាយចិត្តខ្លាំងណាស់ដែលព្រឹត្តិការណ៍នៅថ្ងៃនេះគឺត្រូវបានលុបចោលហើយនាងក៏សង្ឃឹមថាពេលដែលត្រឆ្នៃហ្នឹងនាងសង្ឃឹមថានឹងបាននិយាយជាមួយគ្នាទៅពីរនាក់ហើយពួកគេទាំងពីរនាក់ហ្នឹងក៏នាំគ្នានិយាយតាមផ្លូវអញ្ចឹងទៅក្នុងវគ្គនេះផងដែរពួកគេទាំងអស់គ្នាហ្នឹងក៏បានមកដល់សមុទ្រដែរហើយនេះក៏ជាក្តីសម័យមួយរបស់លោកព្រះដែររីឯពួកសិស្សវិញគឺកំពុងតែផ្លាស់ប្ដូរសម្លៀកបំពាក់ហើយទឹកហើយបន្ទាប់មកពួកគេទាំងអស់គ្នាហ្នឹងក៏បានទៅជួបជុំគ្នាហើយបន្ទាប់មកយើងកាត់ទៅកន្លែងមួយទៀតតែណែហ្នឹងគឺកំពុងតែហាត់ប្រាណហើយពេលនោះផងដែរលោកព្រះរបស់យើងទាំងពីរនាក់ហ្នឹងក៏កំពុងតែឆ្ងោងអញ្ចឹងទៅហើយជូនីស៊ីក៏បានរៀបចំកន្លែងដេកឲ្យខាស៊ីហើយនាងក៏បានសួរថាតើគាត់នឹងអាចយកទឹកឲ្យនាងតិចបានអត់ហើយពេលនោះផងដែរណែនាងក៏បានហៅគាត់ឲ្យទៅលេងជាមួយនឹងនាងហើយគណៈពេលនោះយូកាណាក៏ហៅគាត់ឲ្យទៅលេងជាមួយនឹងនាងផងដែរហើយជូនីស៊ីក៏បានរត់ទៅលេងជាមួយនឹងយូកាណាហើយពួកគេទាំងអស់គ្នាហ្នឹងក៏បាននាំគ្នាជិះទឹកគ្នាទៅវិញទៅមកអញ្ចឹងទៅហើយខាស៊ីនាងក៏បានចូលទៅលេងជាមួយនឹងពួកគេដែរហើយយើងក៏លេងមកមើលលោកព្រះវិញម្ដងពួកគេទាំង3នាក់ហ្នឹងគឺកំពុងតែអង្គុយហើយពេលផ្នែក4ក៏បានយកកាមេរ៉ាកម្រិត 4K របស់គាត់ហ្នឹងទៅថតរូបស្រីហើយយើងក៏លេចមកមើលពួកគេទាំង5នាក់នេះវិញម្ដងពួកគេទាំងអស់គ្នាហ្នឹងគឺកំពុងតែលេងបាល់បោះហើយរ៉េនខូនឹងក៏បានកប់បាល់មួយទៅហឹងទៅកាន់ជូនីស៊ីហើយជូនីស៊ីក៏បាននិយាយថាអីហើយរ៉េនខូនឹងក៏បានបបួលយូកាណាថាតើនៅជុំវិញនេះគឺមានអ្វីខ្លះដែលពួកគេហ្នឹងនឹងទៅពិនិត្យមើលហើយបន្ទាប់មកពួកគេទាំងពីរនាក់នោះក៏បានដើរចេញពីទីនោះទៅហើយបន្ទាប់មកណែក៏បានបបួលជូនីស៊ីឲ្យទៅលេងខ្សាច់ជាមួយនឹងនាងហើយពួកគេក៏បាននៅគ្នាបង្កើតចេញទៅជាប្រាសាទខ្សាច់មួយហើយនៅពេលនោះជូនីស៊ីក៏បានឃើញយូកាណាគឺកំពុងតែនិយាយជាមួយនឹងបរិបទពីរនាក់ហើយគាត់នឹងក៏បានរត់សម្ដៅទៅកាន់នាងហើយគាត់នឹងក៏បានគិតថាគាត់នឹងគឺមិនអាចហាមនាងមិនឲ្យនិយាយជាមួយនឹងអ្នកណាគេបានទេហើយយូកាណាក៏បានរត់ទៅជួបជាមួយនឹងជូនីស៊ីហើយបន្ទាប់មកពួកគេទាំងពីរនាក់ក៏បាននាំគ្នាបដាគាត់ទៅហើយបន្ទាប់មកពួកនាងទាំងពីរក៏បានទៅជួបជាមួយនឹងលោកព្រះហើយរ៉េនខូនឹងក៏បាននិយាយថានាងអរគុណសម្រាប់ការមើលរបស់ឲ្យយើងហើយពួកគេទាំងពីរនាក់ហ្នឹងក៏បាននិយាយថាអីហើយនាងក៏បាននិយាយថាឥឡូវលោកអាចទៅដើរកម្សាន្តបានហើយទៅឲ្យនាងគឺជាអ្នកមើលថែរក្សារបស់វិញហើយដែលធ្វើឲ្យលោកព្រះរបស់យើងហ្នឹងខកបំណងមកដោយសារតែមើលរបស់មួយថ្ងៃបានអីមកវិញហើយពួកគេទាំង3នាក់ហ្នឹងក៏បាននាំគ្នាចាក់ចេញពីទីនោះទៅហើយបន្ទាប់មកយើងក៏ទៅដល់កន្លែងមួយទៀតយូកាណានាងក៏បានហុចលេបដៅថ្ងៃឲ្យទៅកាន់ជូនីស៊ីហើយនាងក៏បានសួរថាតើគាត់នឹងអាចលាបឲ្យនាងបានអត់ហើយរ៉េនខូនាងក៏បានឲ្យជូនីស៊ីលាបលេឲ្យនាងផងដែរហើយបន្ទាប់មកពួកគេទាំងពីរនាក់ហ្នឹងក៏ដើមគ្នាលាបលេហើយជូនីស៊ីមិនចង់ឲ្យខាតទេក៏លាបម្ដងទាំងពីរហើយយើងក៏លេបមើលពួកគេទាំង3នាក់នេះវិញម្ដងអពេលផ្នែក4ក៏បាននិយាយថាគាត់នឹងគឺមានល្បិចនៅពេលដែលពួកគេនឹងទៅផ្ទះសំណាក់ហើយបន្ទាប់មកយើងកម្មដល់ពេលល្ងាចដែលយូនីស៊ីនឹងគាត់គឺកំពុងតែនៅជាមួយនឹងយូកាណាហើយនឹងណេហើយគណៈពេលនោះផងដែរលោកព្រះរបស់យើងនឹងក៏បានហៅគាត់ឲ្យទៅជួបហើយពេលផ្នែក4ក៏បាននិយាយថាគាត់នឹងគឺមានល្បិចមួយដ៏អស្ចារ្យហើយគាត់នឹងក៏អនុញ្ញាតឲ្យយូនីស៊ីនឹងចូលនៅក្នុងផែនការរបស់គាត់ដែរហើយយើងកម្មដល់ពេលយកម្ដងពួកស្រីគឺបានធ្វើដំណើរទៅកាន់អាងងូតទឹកហើយនៅពេលដែលពួកគេទៅអស់ហើយលោកព្រះរបស់យើងក៏បានយកសម្លៀកបំពាក់ចេញមកដែលពួកគេនឹងគឺបានយកសម្លៀកបំពាក់ឲ្យទៅហ៊ានមកពាក់ហើយពេលផ្នែក4ហ្នឹងគាត់ក៏បានយកកៅអៅទៅហ៊ានហ្នឹងឲ្យជូនីស៊ីដោយសារតែលោកព្រះហ្នឹងចង់បបួលជូនីស៊ីឲ្យទៅមើលពួកនេះងូតទឹកដែលមុនដំបូងហ្នឹងគាត់ដូចស្ទាក់ស្ទើមិនទេតែបានយូរបន្តិចទៅគាត់ក៏ព្រមទៅជាមួយនឹងគាត់ទៅហើយគេក៏បានសួរទៅកាន់មីណូរ៉ូថាតើគាត់ហ្នឹងទៅជាមួយនឹងពួកគាត់អត់ហើយមីណូរ៉ូក៏បាននិយាយថាគាត់ហ្នឹងគឺអត់ទៅគាត់ទៅងូតទឹកសិនហើយបន្ទាប់មកយើងកាត់ទៅដល់កន្លែងណាពួកស្រីហ្នឹងគឺកំពុងតែងូតទឹកហើយខាស៊ីនឹងក៏បានសួរថាតើមានណាគេហ្នឹងអាចមើលយើងងូតទឹកបានអត់ហើយរ៉េនខូនឹងក៏បាននិយាយថារឿងហ្នឹងគឺមិនបាច់ភ័យម្ចាស់ផ្ទះសំណាក់នេះគឺបានត្រៀមបន្ថែមបន្តាំងតោសម្រាប់ការពារហើយយើងមកមើលមីណូរូវិញតែគាត់ហ្នឹងគឺកំពុងតែងូតទឹកហើយនៅពេលនោះក៏មានក្មេងស្រីម្នាក់គឺកំពុងតែលេងជាមួយនឹងឪពុករបស់នាងហើយគាត់ហ្នឹងក៏បានជាមួយទឹកចុះទៅខាងក្រោមហើយបន្ទាប់មកយើងក៏លេចមកមើលពួកគេទៅ3នាក់នេះវិញម្ដងហើយអពេលផ្នែក4ក៏បាននិយាយថានៅខាងមុខហ្នឹងគឺមានតែហើយពួកគេទៅ2នាក់ហ្នឹងក៏បានដើរឆ្លងកាត់តែនឹងផុតទៅហើយយូនីស៊ីក៏បានដើរចូលតែវិញហើយយូនីស៊ីក៏បាននិយាយថាបញ្ញារត់ចេញពីទីនេះហើយបញ្ញាម្ចាស់ផ្ទះសំណាក់មកទីនេះហើយពេលផ្នែក4ក៏បាននិយាយថានេះគឺគ្រាន់តែជាតែរបស់គាត់ទេហើយពេលផ្នែក4ក៏
ដឹងថាជូនីស៊ីហ្នឹងគឺអត់ចង់ឲ្យគាត់ហ្នឹងទៅមើលពួកស្រីៗដែលកំពុងតែងូតទឹកហ្នឹងឯងហើយពួកគេទៅពីរនាក់ហ្នឹងក៏បានយកកំភ្លើងជើហ្នឹងទៅបាញ់ជូនីស៊ីរហូតដល់ធ្លាក់ទៅលើជ្រោះហើយគេក៏បានសួរថាតើគាត់ស្លាប់ដឹងហើយពេលផ្នែក4ក៏បាននិយាយថាគាត់ហ្នឹងគឺថ្ងៃស្លាប់ឯងហើយយើងហ្នឹងគឺក៏តែទៅមើលស្រីៗដែលកំពុងតែងូតទឹកហើយពេលដែលដើរទៅកាន់កន្លែងដែលស្រីៗកំពុងតែងូតទឹកហ្នឹងនៅតាមផ្លូវហ្នឹងសុទ្ធតែផ្ទះដែលម្ចាស់ផ្ទះសំណាក់ហ្នឹងគឺជាអ្នករៀបចំហើយបន្ទាប់ពីពួកគេដឹងល្បិចហ្នឹងពួកគេទាំងពីរនាក់ហ្នឹងក៏បាននាំគ្នារត់យ៉ាងលឿនហើយដល់ពេលរត់ដល់កន្លែងមួយអាប៉េផ្នែក4ក៏ត្រូវបានមកស្នូដែលប៉េផ្នែក4ហ្នឹងគាត់គឺមិនអាចធ្វើដំណើរទៅមុខបានទេហើយគាត់ក៏បានប្រាប់ឲ្យគេហោហ្នឹងបោះបង់គាត់ចោលហើយទៅបំពេញក្តីសម័យរបស់ពួកគេហើយគាត់ហ្នឹងគឺមិនអាចបោះបង់អាប៉េផ្នែក4បានទេហើយគាត់ហ្នឹងក៏បានបាញ់កញ្ជ្រួចឡើងទៅលើទៅហើយយើងក៏លេចមកមើលជូនីស៊ីវិញម្ដងដែរគាត់ហ្នឹងគឺកំពុងតែភ្ញាក់ពីការសំណោះហើយនាងក៏បាននិយាយថានាងចុះមកហ្នឹងគឺចុះមកបាញ់កញ្ជ្រួចហើយនាងហ្នឹងក៏បានឃើញគាត់ដេកនៅលើឆ្នេរហើយគាត់ហ្នឹងក៏ទៅនឹកឃើញថាគាត់ហ្នឹងគឺទៅតែធ្លាក់ពីច្រាំងថ្មមិញឯងហើយគាត់ហ្នឹងក៏បានសួរថាតើគេអូនឹងអាប៉េផ្នែក4ហ្នឹងនៅណាហើយយូរណានាងក៏បាននិយាយថាពួកគេទាំង3នាក់ហ្នឹងគឺកំពុងតែនៅក្នុងបន្ទប់សម្រាប់ហើយជូនីស៊ីក៏បាននិយាយថាលើកក្រោយគាត់សង្ឃឹមថាអាចមកជាមួយនឹងនាងទាំងពីរនាក់ហើយក្នុងវគ្គនេះផងដែរយើងក៏ឃើញថាគឺមានតួអង្គថ្មីមួយទៀតហើយតែគាត់ហ្នឹងគឺធ្លាប់រៀនជាមួយនឹងយូកាណាហើយពួកគេទាំងពីរនាក់ហ្នឹងក៏បានសាកសួរសុខទុក្ខគ្នាទៅវិញទៅមកហើយជូនីស៊ីឃើញថាពួកគេទាំងពីរនាក់ហ្នឹងគឺនិយាយសោះស្រួលគ្នាខ្លាំងហើយប៉ែម្នាក់ហ្នឹងគាត់ក៏បានសួរថាតើនោះគឺជាមិត្តភក្តិរបស់នាងមែនហើយយូកាណាក៏បានប្រាប់ថានេះគឺជាមិត្តប្រុសរបស់ខ្ញុំដែលគាត់ហ្នឹងគឺមានឈ្មោះថាជូនីស៊ីហើយបន្ទាប់មកប៉ែអាពូខៀវហ្នឹងគាត់ក៏បាននិយាយថាគាត់ហ្នឹងគឺមានឈ្មោះថាមេត្រៃដែរហើយបន្ទាប់ពីណែនាំគ្នារួចយូកាណានាងក៏បានបបួលជូនីស៊ីឲ្យត្រឡប់ទៅវិញហើយនៅពេលដែលពួកគេដើរនៅតាមផ្លូវហ្នឹងជូនីស៊ីគាត់ក៏គិតថាហើយអីក៏ពួកគេទាំងពីរនាក់នេះគឺស្និទ្ធស្នាលគ្នាខ្លាំងម្ល៉េះហើយគាត់ក៏បានគិតឃើញទៀតហើយថាពួកគេទាំងពីរនាក់នេះប្រហែលជាស្រឡាញ់គ្នាហើយគាត់នឹងមិនដឹងមិនទេទៅយកក្បាលរបស់គាត់ទៅបុកនឹងដៃហើយយូកាណានឹងក៏បានសួរថាតើមានរឿងអីមែនហើយជូនីស៊ីក៏បាននិយាយថាអត់អីពេលខ្លះគាត់នឹងគឺចង់ឲ្យខ្លួនឯងនឹងវាចេះឈឺចាប់ហើយយូកាណានាងក៏មិនយល់ពីគាត់ឡើយហើយជូនីស៊ីគាត់ក៏បាននិយាយថាមានមុខបាត់សង្ហាមានសេចដុំល្អហើយមានភាពទាក់ទាញហើយយូកាណានាងក៏បាននិយាយថាតើលោកប្រចាំមែនហើយជូនីស៊ីក៏បាននិយាយថាពេលដែលគាត់ឃើញពួកគេទាំងពីរនាក់នេះនិយាយគ្នាគាត់ក៏មានអារម្មណ៍ថាពួកគេទាំងពីរនាក់នេះគឺស្រឡាញ់គ្នាទៅវិញទៅមកហើយយូកាណានាងក៏បានលេងដៃគាត់ហើយនាងក៏បានសួរថាតើគាត់គិតបែបនឹងមែនហើយគាត់ក៏បាននិយាយថាមែនហើយពួកគេទាំងពីរនាងក៏បានចែកផ្លូវគ្នាត្រឹមតែប៉ុណ្្នឹងទៅហើយយើងកាត់មកដល់ពេលយប់ជូនីស៊ីគាត់គឺកំពុងតែមើលការ live stream ហើយកាស៊ីនាងក៏បាននិយាយថានាងគឺពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលនាងហ្នឹងបានទៅលេងឆ្នេរសមុទ្រហើយពេលមើលបានបស្ទុងគាត់ក៏បានចូលដីទៅហើយយើងកាត់មកដល់ថ្ងៃសៅរ៍វិញម្ដងលោកព្រះទាំង3នាក់ហ្នឹងគឺកំពុងតែនិយាយគ្នាអំពីការទៅដើរលេងនៅឆ្នេរសមុទ្រហ្នឹងគឺវាពិតជាសប្បាយចិត្តមែនទែនហើយអបិ4គាត់ក៏ចង់អរគុណទៅកាន់ជូនីស៊ីដែរបើសិនជាអត់មានជូនីស៊ីពួកគេក៏បានទៅដើរលេងដែរហើយពេល4គាត់ក៏បានទៅនិយាយជាមួយនឹងជូនីស៊ីហើយក៏បានដាក់ឡើងពីបិដៃតែគាត់នឹងគឺអត់ងើបមុខឡើយហើយពេល4ក៏បានសួរថាតើមានរឿងអីមែនហើយពេលដែលជូនីស៊ីងើបមុខមកគាត់គឺកំពុងតែយំហើយគាត់ក៏បាននិយាយថាបើសិនជាឯងមិនសប្បាយចិត្តពួកយើងក៏មិនសប្បាយចិត្តដែរហើយគាត់នឹងក៏បាននិយាយថាប្រាប់ពីអ្វីដែលពួកគេអាចជួយបានមកហើយបន្ទាប់មកជូនីស៊ីក៏បានប្រាប់តាមសាច់រឿងចឹងទៅហើយខ្ញុំក៏ដឹងថាគេកន្លែងហ្នឹងនិយាយអីដែរហើយពេល4គាត់ក៏បាននិយាយថាគឺគ្មានផ្លូវអ្វីក្រៅពី NTR ឡើយហើយជូនីស៊ីក៏បាននិយាយថាតើ NTR ហ្នឹងគឺមានន័យថាម៉េចហើយគាត់ក៏បាននិយាយថា NTR ហ្នឹងមកពីពាក្យថាខុបហើយពេល4គាត់ក៏បានបញ្យល់ទៅកាន់ជូនីស៊ីហើយជូនីស៊ីក៏បាននិយាយថាគាត់ហ្នឹងគឺនៅតែគិតអត់យល់ថាពេល4ហ្នឹងនិយាយពីអីហើយជូនីស៊ីក៏បាននិយាយថាអូគាត់យល់ហើយគាត់ហ្នឹងក៏មិនបាច់ត្រូវការសុំជំនួយពីពួកគេទាំង3នាក់នេះដែរហើយគណៈពេលនៅផងដែរយូកាណានាងក៏បានមកដល់ទីនោះតែនាងមកហ្នឹងនាងគឺបានរត់មកជួបជាមួយនឹងជូនីស៊ីនាងក៏បានទៅជួបជាមួយនឹងមិត្តរបស់នាងហើយដល់ម៉ោងចេញលេងគាត់ចង់និយាយជាមួយនាងក៏បាននិយាយដែរហើយដល់ម៉ោងចូលរៀនវិញម្ដងគាត់ហ្នឹងក៏បានគិតថាឲ្យទៅពេលណាដល់ម៉ោងចេញទៅផ្ទះហ្នឹងគាត់នឹងទៅនិយាយជាមួយនឹងនាងហើយដល់ម៉ោងចេញទៅផ្ទះជូនីស៊ីក៏បានរត់ទៅជួបជាមួយនឹងយូកាណាហើយគាត់ក៏ចង់ហៅនាងតែគាត់ហ្នឹងទៅហៅឈ្មោះរបស់នាងខុសវិញហើយយូកាណានាងក៏បានសួរថាតើមានរឿងអីមែនហើយជូនីស៊ីក៏បាននិយាយថាតើនាងអាចទៅផ្ទះជាមួយនឹងខ្ញុំបានអត់ហើយយូកាណានាងក៏បាននិយាយថាថ្ងៃនេះនាងនឹងទៅផ្ទះវិញជាមួយនឹងមិត្តភក្តិរបស់នាងហើយជូនីស៊ីគាត់គឺមានរឿងចង់និយាយការពីម្សិលមិញតែយូកាណានាងបញ្ញាពេកនាងក៏បានចេញទៅដែលធ្វើឲ្យជូនីស៊ីគឺអត់បាននិយាយហើយពេលនោះផងដែរលោកព្រះរបស់យើងទាំង3នាក់នោះក៏បានមកដល់ដែរហើយបន្ទាប់មកយើងកាត់ទៅដល់កន្លែងមួយទៀតដែលយើងក៏ឃើញថាលោកព្រះរបស់យើងទាំង3នាក់ហ្នឹងក៏បាននាំជូនីស៊ីទៅការាអូខេហើយជូនីស៊ីគាត់គឺមានធ្វើអីគាត់គឺរវល់អង្គុយបែកផ្សែងប៉ុណ្ណឹងឯងហើយពេល4គាត់ក៏បានបបួលជូនីស៊ីឲ្យទៅច្រៀងតែជូនីស៊ីហ្នឹងគាត់ក៏បានទៅធ្វើរឿងស្អីបែកថ្នាំអញ្ចឹងទៅហើយជូនីស៊ី
គាត់ក៏ត្រូវបានម្ដាយរបស់អាប៉ែផ្នែក4ទៅហើយអាប៉ែផ្នែក4ក៏បាននិយាយថាឲ្យជូនីស៊ីហ្នឹងបំភ្លេចនៅបញ្ហាហើយឲ្យថ្ងៃស្អែកហ្នឹងគាត់គឺទៅសុំទោសនាងទៅគ្រាន់តែប៉ុណ្្នឹងវាបានហើយជូនីស៊ីក៏បាននិយាយថាដូចជាមិនកើតដឹងហើយអាប៉ែផ្នែក4ក៏បាននិយាយថាអត់អីហើយជូនីស៊ីក៏បាននិយាយថាបើសិនជាអញ្ចឹងក៏បានដែរហើយអាប៉ែផ្នែក4គាត់ក៏បានហុចក្បាលមីក្រូឲ្យជូនីស៊ីហើយពួកគេទៅ4នាក់ហ្នឹងក៏បាននាំគ្នាច្រៀងពេញទៅនឹងទៅហើយបន្ទាប់ពីចេញពីក្រៅអូខេរួចពួកគេទៅ4នាក់ហ្នឹងគឺពិតជាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងហើយនៅពេលដែលជូនីស៊ីកំពុងតែសប្បាយចិត្តហ្នឹងគាត់ក៏បានឃើញយូកាណាគឺកំពុងតែនិយាយជាមួយនឹងតាមរៃដែលធ្វើឲ្យគាត់ហ្នឹងខ្លាចជាផ្សែងដែលហោះហើរទៅណាបាត់ហើយហើយមិនតាមយើងកម្មម្ដងថ្ងៃស្អែកវិញម្ដងជូនីស៊ីគាត់គឺកំពុងតែដើរតាមផ្លូវទៅកាន់សាលារៀនហើយពេលនោះផងដែរយូកាណានាងក៏បានមកដល់ទីនោះផងដែរហើយនាងក៏មានអារម្មណ៍ចង់ត្រូវគ្នាជាមួយនឹងជូនីស៊ីវិញផងដែរហើយជូនីស៊ីក៏បានសួរថាតាមសមមិញនាងបានធ្វើអ្វីខ្លះហើយនាងក៏បាននិយាយថានាងក្រែងប្រាប់រួចហើយថានាងហ្នឹងគឺទៅដើរលេងហើយគាត់ក៏បាននិយាយថាគាត់ហ្នឹងគឺបានឃើញនាងនិយាយជាមួយនឹងមិត្តរ៉ៃនៅក្នុងហាងកាហ្វេមួយហើយជូនីស៊ីក៏បាននិយាយថាហេក៏ពួកគេទាំងពីរនាក់ហ្នឹងត្រូវបាននិយាយគ្នាហើយយូកាណានាងក៏បាននិយាយថាបន្ទាប់ពីពិធីជប់លៀងគាត់ក៏បានហៅនាងឲ្យទៅនិយាយគ្នាលេងហើយជូនីស៊ីគាត់ក៏គិតថាពួកគេទាំងពីរនាក់ហ្នឹងគឺស្រឡាញ់គ្នាហើយគាត់ហ្នឹងក៏បាននិយាយថាឈប់រញ៉េរញ៉ៃជាមួយនឹងគាត់ទៅហើយគាត់ហ្នឹងក៏បានរត់ចាក់ចេញពីទីនោះទៅហើយយើងកាត់មកដល់ក្នុងថ្នាក់វិញម្ដងខាស៊ីឃើញថាពួកគេទាំងពីរនាក់នេះគឺអត់និយាយគ្នាហើយខាស៊ីក៏បានបបួលជូនីស៊ីឲ្យឡើងទៅលើហើយខាស៊ីនឹងក៏បានសួរថាតើយូកាណាហ្នឹងកើតរឿងអីមែនហើយជូនីស៊ីក៏បាននិយាយថាយូកាណានាងគឺតែងតែចាប់ទុកគាត់គឺជាឧបករណ៍មួយតែប៉ុណ្ណោះហើយស្នាងឲ្យដែរនាងគឺអត់តបឆោតគាត់ឲ្យទៅរៀបការជាមួយនឹងនាងហើយខាស៊ីនាងក៏បាននិយាយថាជូនីស៊ីហ្នឹងគឺគិតតែពីអារម្មណ៍ខ្លួនឯងបានគិតពីអារម្មណ៍របស់យូកាណាហើយនាងក៏បានចេញពីទីនោះទៅហើយបន្តមកយើងកាន់មកដល់ពេលល្ងាចវិញម្ដងជូនីស៊ីគាត់គឺកំពុងតែដើរទៅផ្ទះហើយណែនឹងក៏បានមកដល់ទីនោះដែរហើយណែនឹងក៏បានសាកសួរជូនីស៊ីម្លែទៅហើយនាងក៏បានចេញពីទីនោះទៅហើយបន្តមកយើងកាន់មកដល់ពេលយប់វិញម្ដងជូនីស៊ីហ្នឹងគាត់គឺកំពុងតែមើល live stream ទៀតហើយបន្តមកជូនីស៊ីហ្នឹងគាត់ក៏បានឆាតទៅលោកព្រះឲ្យមកជួបជុំគ្នាហើយយូកាណានាងក៏បានឆាតទៅគ្នារបស់នាងដើម្បីឲ្យជួបជុំគ្នាដែរហើយបន្តមកយើងកាន់មកដល់ថ្ងៃស្អែកម្ដងយូកាណានាងមិនតាន់បាននិយាយអីផងនាងក៏បានស្រក់ទឹកភ្នែកបាត់ហើយរៀងខោនាងក៏ដឹងថាអ្នកណាដែលធ្វើឲ្យយូកាណាយំហើយនាងក៏បានចាត់ចេញពីនោះទៅហើយបន្តមកយើងកាន់ទៅដល់កន្លែងមួយទៀតដែលលោកព្រះរបស់យើងទាំង3នាក់ហ្នឹងនាំគ្នាជេរជូនីស៊ីតែជូនីស៊ីហ្នឹងគាត់គឺនៅតែសើចហើយពេលនោះផងដែររៀងខោនាងក៏បានមកដល់ទីនោះហើយនាងក៏បានកកអារបស់ជូនីស៊ីហើយនាងក៏បានសួរថាហេតុអីក៏ធ្វើឲ្យយូកាណាយំហើយជូនីស៊ីក៏បាននិយាយថាគាត់ហ្នឹងគឺជំនឿល្ងងជាមនុស្សអាត្មានិយមហើយគាត់ហ្នឹងក៏មិនចង់ឲ្យនាងមានអ្នកផ្សេងដែរហើយនាងក៏បានប្រឡែងកអារបស់គាត់ចេញហើយនាងក៏បានទៅនិយាយជាមួយនឹងគាត់តាមសម្រួលហើយគណៈពេលនោះផងដែរក្រុមគ្នារបស់មីតារ៉ៃក៏បានមកដល់ទីនោះដែលពួកគេទាំងអស់គ្នាហ្នឹងក៏បាននាំគ្នាទៅអង្គុយនៅលើតុមួយកន្លែងដែលពួកគេទាំងអស់គ្នាហ្នឹងគឺកំពុងតែនិយាយអំពីយូកាណាហើយមីតារ៉ៃក៏បាននិយាយថាគាត់នឹងចូលចិត្តមនុស្សដែលមានសង្សារហើយជូនីស៊ីលើថាពួកគេប្រមាថទៅកាន់យូកាណាគាត់ក៏បានដើរទៅកាន់ពួកគេហើយមីតារ៉ៃក៏បាននិយាយថានៅពេលដែលគាត់បាននាងរួចគាត់នឹងចែកនាងទៅឲ្យពួកគេកាន់មកដល់ភាគទី10មីត្រៃក៏បានសួរថាតើឯងគឺជាសង្សាររបស់យូកាណាមែនហើយមីត្រៃក៏បានសួរថាតើឯងនឹងបានលឺមែនហើយជូនីស៊ីក៏បាននិយាយថាគាត់នឹងគឺមិនផ្ដល់យូកាណាទៅឲ្យមីត្រៃទេហើយមីត្រៃក៏បាននិយាយអាក្រក់ពីយូកាណាហើយជូនីស៊ីក៏បាននិយាយថាកុំនិយាយអាក្រក់ពីនាងហើយមីត្រៃក៏បានចាប់ជូនីស៊ីទៅខាងក្រៅពេលដែលទៅដល់ខាងក្រៅវិញជូនីស៊ីក៏ចង់យកដៃរបស់គាត់ទៅវាយមីត្រៃតែត្រូវមីត្រៃដាក់មកជង្គង់មុនហើយជូនីស៊ីនឹងក៏បានបដួលមីត្រៃហើយគាត់នឹងក៏បានហត់ទៅខាងគាត់ហើយជូនីស៊ីក៏បាននិយាយថាបើសិនជាចង់ឲ្យគាត់ប្រឡែងគាត់គឺត្រូវតែសន្យាជាមួយនឹងគាត់ថាមិនទៅចិត្តយូកាណាហើយមីត្រៃក៏បានបញ្ជាកូនចៅរបស់គាត់នឹងឲ្យធ្វើបាបទៅកាន់ជូនីស៊ីទោះធាក់យ៉ាងណាក៏ដោយក៏ជូនីស៊ីនឹងគឺនៅតែអត់ប្រឡែងនេះហើយមីត្រៃក៏បាននិយាយថាអញ្ចឹងក៏បានដែរខ្ញុំសន្យាក៏បានដែរថាខ្ញុំគឺមិនទៅចិត្តក្បែរនាងនៅពេលដែលជូនីស៊ីបានប្រឡែងគាត់នឹងមីត្រៃក៏បានធ្វើបាបជូនីស៊ីហើយពេលដែលមីត្រៃនិយាយបាញ់មិញនឹងគឺគ្រាន់តែជាពីកុហកឯងហើយជូនីស៊ីនឹងគាត់ក៏ចង់បំរុំទៅខំមីត្រៃម្ដងទៀតតែត្រូវមីត្រៃធាក់មកជើងទៅដោយសារតែមីត្រៃដឹងថាជូនីស៊ីដឹងតែហត់ទៅខាងគាត់ហើយនៅគណៈពេលនោះគ្នារបស់មីត្រៃក៏បានស្រែកហើយអ្នកដែលធ្វើឲ្យគ្នារបស់មីត្រៃស្រែកនោះគឺជារ៉ាំងខូហើយបន្ទាប់មកមីត្រៃក៏បានឲ្យគ្នារបស់គេនឹងទៅព័ទ្ធជុំវិញនាងហើយនៅគណៈពេលនោះគ្នារបស់មីត្រៃក៏ត្រូវរបួសទៀតដែរដោយសារតែលោកព្រះបានមកដល់ទីនោះហើយពេលផ្នែក4ក៏បានប្រាប់ទៅកាន់ជូនីស៊ីថាឲ្យទៅជួបជាមួយនឹងយូកាណាហើយទុកឲ្យរឿងនៅទីនេះគាត់គឺជាអ្នកដោះស្រាយហើយជូនីស៊ីក៏បានចាក់ទីនោះទៅហើយមីត្រៃក៏ចង់ទៅតាមជូនី
នីស៊ីតែត្រេងខោនាងក៏បានហាមឃាត់ហើយមីត្រីក៏បានប្រើគ្នារបស់គាត់នឹងឲ្យទៅវាយជាមួយនឹងពួកគេហើយយើងកាត់ទៅមើលជួនីស៊ីម្ដងដែលគាត់នឹងក៏បានយល់សប្តិមកហើយគាត់នឹងក៏បានតែទៅកាន់យូកាណាតែនាងនឹងគឺបានលើកហើយគាត់នឹងក៏បានសរសេរសារទៅនាងដោយនិយាយថាគាត់នឹងរងចាំនាងនៅក្រៅសាលាដែលមានរឿងដែលត្រូវនិយាយហើយយើងកាត់ម្ដងកន្លែងយូកាណាវិញម្ដងហើយស៊ីនាងក៏បាននិយាយថាជួនីស៊ីនឹងគាត់គឺតែងតែមានអារម្មណ៍ដឹកមុខហើយយូកាណាគួរតែជាអ្នកដឹកនាំគាត់ហើយយូកាណានាងក៏បាននិយាយថានាងមិនដឹងថាជួនីស៊ីឆ្លាញ់នាងអត់ទេហើយខាស៊ីនាងក៏បានសួរថាតើជួនីស៊ីនឹងធ្លាប់ត្រាប់ពីអារម្មណ៍របស់គាត់ទៅកាន់នាងអត់ហើយយូកាណានាងក៏បាននិយាយថាមែនហើយខាស៊ីនាងក៏ចង់ឲ្យយូកាណានឹងទៅនិយាយជាមួយនឹងជួនីស៊ីម្ដងទៀតហើយយូកាណានាងក៏បាននិយាយថាអញ្ចឹងអត់អីចាំនាងទៅសួរគាត់ម្ដងទៀតក៏បានហើយបន្តមកយើងកាត់ម្ដងកន្លែងវាយគ្នាវិញម្ដងក្រុមគ្នារបស់មីត្រៃក៏បានដេកឌូអបអត់ដែរហើយពេលនោះផងដែរអបិមីត្រៃគាត់ក៏បានផ្លាស់ប្ដូរជារបស់គាត់ដោយគាត់នឹងក៏បានលើកដៃហើយគាត់នឹងក៏បាននិយាយថាគាត់នឹងគឺមិនទៅចិត្តយូកាណាទេហើយគាត់នឹងសុំទោសផងហើយរេងខូនឹងក៏បាននិយាយថាតើគាត់នឹងគួរឲ្យជឿប្រមាណ%ហើយពេលនោះផងដែរក៏មានក្មេងស្រីម្នាក់ដែលនៅទីនោះដែលនាងក៏បាននិយាយថាតើមានរឿងអ្វីកើតឡើងហើយនៅពេលដែលពួកគេទាំងអស់គ្នានឹងកំពុងតែមើលទៅកាន់ក្មេងស្រីមីត្រៃគាត់ក៏បានឆ្លៀតពេលចេញពីទីនោះហើយនាងក៏បានច្រានក្មេងស្រីម្នាក់នោះហើយបេមីរូគាត់ក៏បានទៅលួងលោមក្មេងស្រីនោះឲ្យបាត់យំហើយឆ្លៀតពេលនោះមីត្រៃអត់មានប្រកាច់រតនាតន័យឆ្លៀតមកបដឺគេទៀតហើយគណៈពេលនោះផងដែរមីរូគាត់ក៏បានកើតចិត្តខឹងជាខ្លាំងដោយសារតែគាត់នឹងស្អប់ណាគេដែលធ្វើបាបទៅកាន់ក្មេងស្រីហើយគាត់នឹងក៏បានចូលទៅវាយជាមួយនឹងមីត្រៃហើយមីត្រៃឃើញសភាពការស្រួលនឹងគាត់ក៏បានសុំឲ្យរេងខូជួយគាត់ហើយលោកព្រះរបស់យើងទាំងពីរនាក់នោះក៏បានជួយគាត់ទៅហើយរេងខូនាងក៏បានចាប់មីត្រៃទៅផ្អែកជាងហើយនាងនឹងក៏បានធាក់អូនតូចរបស់មីត្រៃនឹងមកជើងទៅដែលធ្វើឲ្យគាត់នឹងចុងច្អល់ជាខ្លាំងហើយរេងខូក៏បានប្រាប់ឲ្យពួកគេទាំងពីរនឹងបល័យមីនរូទៅហើយពេលនោះហើយដែលមីនរូគាត់ក៏បានដៃចូលទៅវាយអប៉ិមួយនឹងទៅហើយយើងក៏លើកមកមើលជូនីស៊ីវិញម្ដងដែលគាត់នឹងគឺកំពុងតែរងចាំហើយចាំតាំងពីថ្ងៃរហូតដល់ល្ងាចដែលអត់ទាន់ឃើញនាងម្ដងទេហើយគណៈពេលនោះផងដែរយូកាណានាងក៏បានម្ដងទីនោះហើយនាងក៏បានសួរថាតើមានរឿងអីចង់និយាយមែនហើយជូនីស៊ីក៏បានលើកកងវ៉ោដោយអាការភាពមួយអញ្ចឹងហើយគាត់នឹងក៏បាននិយាយថាតើនាងអាចទៅក្នើជាមួយនឹងខ្ញុំបានអត់ហើយជូនីស៊ីក៏បាននិយាយថាគាត់នឹងគឺជាមនុស្សងងតែគិតពីចិត្តរបស់ខ្លួនឯងហើយជូនីស៊ីក៏បាននិយាយថាគាត់នឹងគឺស្រឡាញ់នាងហើយគាត់ក៏បាននិយាយថាគាត់ស្រឡាញ់នៅពេលដែលនាងជួយចិត្តអ្នកគ្រប់គ្នាហើយគាត់ក៏ស្រឡាញ់ស្នាមញញឹមរបស់នាងហើយគាត់នឹងគឺពិតជាស្រឡាញ់នាងខ្លាំងហើយយូកាណាគាត់ក៏បានឲ្យជូនីស៊ីនឹងក្រោកឈរឡើងវិញហើយយូកាណានាងក៏បាននិយាយថានាងគឺចង់បបួលជូនីស៊ីចេញទៅខាងក្រៅហើយជូនីស៊ីក៏បាននិយាយថាតើពួកយើងនឹងទៅណាហើយនាងក៏បាននិយាយថាទៅដល់ទីនោះទៅគឺដឹងហើយយូកាណានាងក៏បានសួរថាហេក៏ត្រូវបានគេវេអញ្ចឹងហើយគាត់នឹងបាននិយាយថាដោយសារតែគាត់នឹងរត់បញ្ញាពេកហើយបន្តមកយើងកាន់ទៅដល់កន្លែងមួយទៀតដែលពួកគេទាំងពីរនាក់ហ្នឹងក៏បានទៅជួបជុំគ្នាហើយពួកគេហ្នឹងក៏បានធ្វើដំណើរទៅកាន់កន្លែងកម្សាន្តមួយហើយពួកគេទាំងពីរនាក់ហ្នឹងក៏បាននាំគ្នាចូលទៅលេងខាងក្នុងហ្នឹងទៅហើយពួកគេទាំងពីរនាក់ហ្នឹងក៏បាននាំគ្នាមកមើលទេសភាពនៅខាងក្រៅហើយយូកាណានាងក៏បាននិយាយថានាងគឺចង់មកទីនេះម្ដងទៀតនៅឆ្នាំក្រោយហើយគណៈពេលនោះយូកាណានាងក៏បានថាបទៅកាន់ជូនីស៊ីហើយនាងក៏បានចាក់ចេញពីទីនោះទៅហើយបន្តមកយើងកាន់មកដល់ថ្ងៃស្អែកវិញម្ដងជូនីស៊ីក៏បានទៅសាលារៀនដោយដងចឹងហើយនេនេនិងខាស៊ីនឹងក៏បានមកដល់ទីនោះដែរហើយជូនីស៊ីក៏បានសួរទៅកាន់ខាស៊ីថាតើនាងធ្លាប់ចាក់វីដេអូនៅលើការ live stream អត់ដោយគាត់គិតថាមានកម្មវិធីមួយដែលជារបស់នាងហើយគណៈពេលនោះផងដែររេងខូនិងយូកាណានឹងក៏បានមកដល់ទីនោះដែរហើយពួកគេទាំងអស់គ្នានឹងក៏បាននាំគ្នារត់ទៅកាន់ថ្នាក់ហើយចុងបញ្ចប់លោកវិនរបស់យើងទាំង3នាក់នឹងក៏នៅតែអត់លិនចឹងទៅហើយរឿងរបស់យើងគឺចំត្រឹមតែប៉ុណ្ណេះ